សូមគោរពជំរាបសួរទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានស្ដាប់នៅ podcast របស់អាហារូបករណ៍អូស្ត្រាលីប្រចាំប្រទេសកម្ពុជាថ្ងៃនេះយើងនឹងពិភាក្សាគ្នាទៅលើ podcast របស់យើងទី5ហើយ podcast ទី5នេះយើងនឹងពិភាក្សាគ្នាអំពីវប្បធម៌របស់ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជារបស់យើងខ្ញុំបាទឈ្មោះរស្មីជាអ្នកសម្របសម្រួលកម្មវិធីនៅក្នុងថ្ងៃនេះហើយថ្ងៃនេះយើងមានកិត្តិយសខ្លាំងមែនទែនដែលមានភ្ញៀវកិត្តិយសរបស់យើងម្នាក់គាត់ជាជនជាតិដើមផ្ទាល់ខ្លួនឯងតែម្ដងហើយគាត់ជាភ្ញៀវកិត្តិយសរបស់យើងទីនេះចឹងកុំចាំយូរយើងសូមស្វាគមន៍សុជាជំរាបសួរបាទជំរាបសួរបងបាទសូមអរគុណខ្លាំងមែនទែនសម្រាប់ការចូលរួមក្នុងកម្មវិធី podcast របស់យើងក្នុងថ្ងៃនេះសុជាតើយើងអាចស្គាល់ពីសុជាខ្លះតកតងជាមួយនឹងស្ដីក្រោមរបស់សុជាហើយតកតងជាមួយនឹងទំនាក់ទំនងរបស់សុជាជាមួយនឹងសហគមន៍បងប្អូនជនជាតិដើមភាគតិចរបស់យើងខ្លះបានដែរទេបាទបងក៏ជំរាបសួរបងហើយជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះសុជាភាពសុជាជាជនជាតិដើមភាគតិចទំនងបាទមានស្រុកកំណើតនៅខាងខេត្តបរោគិរីបាទខ្ញុំជាកូនចៅអ្នកនៅនឹងតែម្ដងហើយកើតមកគឺនៅក្នុងសហគមន៍ជនជាតិដើមភាគតិចបាទខ្ញុំបាននិយាយភាសាបានបំណងបានដូចភាសាចង់និយាយជាភាសាកំណើតរបស់យើងវាបាទហើយបច្ចុប្បន្ននេះគឺបងតែមករៀនខាងថ្នាក់លោកបណ្ឌិតនៅខាងប្រទេសអូស្ត្រាលីនឹងសិក្សានៅខាងសាលា Murdoch សូមអរគុណសុជាជួបអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្ត្រាលីមិនចឹងទេបាទបងហើយរៀននៅទីនោះមិនដែរសុខសប្បាយអីធម្មតាបាទបងវាជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំហើយមែនតើរៀងពិបាកដែរព្រោះសារយើងត្រូវយើងរៀនបែបយើងផ្សេងរៀនបែបនេះវាបែបផ្សេងយើងត្រូវការអានត្រូវការសរសេរច្រើនត្រូវការបាទស្រាវជ្រាវបន្ថែមឲ្យបានច្រើនបាទអញ្ចឹងតែខ្ញុំអាចធ្វើបានបាទល្អមែនទែនហើយជាធ្វើដំណើរទៅរៀននៅទីនោះតែម្នាក់ឯងឬមួយក៏មានគ្រួសារយើងទៅជាមួយដែរហ្នឹងហើយកម្មវិធីអាហារូបករណ៍របស់ប្រទេសអូស្ត្រាលីហើយនិងស្ថាប័នអូស្ត្រាលីនេះគឺល្អមែនទែនខ្ញុំពិតជាមានមោទនភាពសម្រាប់ខ្លួនឯងផងដែរហើយក៏អរគុណដែលបានអនុញ្ញាតឲ្យក្រុមគ្រួសារខ្ញុំកូនខ្ញុំមកទីនេះដែរដើម្បីចូលរួមអាចថាមករៀនសូត្រពីអូស្ត្រាលីនេះផងហើយក៏អាចជាពេលវេលាសម្រាប់ពួកយើងជាគ្រួសារនៅជុំគ្នាគ្រប់គ្រងគ្នាក្នុងពេលសិក្សានេះបាទយើងគិតអំពីការទៅទីនោះគឺវិជាសប្តាហ៍ថ្ងៃកំពុងតែនៅទីក្រុង Perth ប្រទេសអូស្ត្រាលីមិនអញ្ចឹងទេបាទហើយវិជាកំពុងតែរៀនទាក់ទងជាមួយនឹងdevelopment study នៃអភិវឌ្ឍនៅទីនោះ Okay that's good វិជាខ្ញុំគិតថាទស្សនិកជនក៏ដូចជាខ្ញុំដែរចង់ដឹងអំពីព័ត៌មានខ្លះក៏ដូចជាចំណេះដឹងខ្លះផ្សេងបាទតកតងជាមួយនឹងសម្រាប់សុជាវិញសុជាគិតថាតើមូលហេតុអីបានជាវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចរបស់យើងមានភាពដល់ឡើងបើយើងនិយាយជាភាសាអង់គ្លេសយើងហៅថាមានភាព unique ហើយមូលហេតុអីបានជាសុជាគិតថាវប្បធម៌របស់ជនជាតិដើមភាគតិចហ្នឹងពិតជាពិសេសសម្រាប់សុជាបាទបងអរគុណហ្នឹងហើយខ្ញុំតាមអ្វីដែលខ្ញុំដឹងក៏ដូចជាតាមប្រវត្តិរបស់ជនជាតិដើមភាគតិចយើងទាំងអស់នឹងអាចជារាប់ទាំងជនជាតិដើមភាគតិចផ្សេងទៀតដោយសារខ្ញុំមកពីខាងគណងអញ្ចឹងពីច្រើនយើងមានប្រវត្តិនឹងគ្រឿងនិទានជាច្រើនដែលពាក់ព័ន្ធជាមួយនឹង
ជនជាតិខ្លួនឯងក៏ដោយហើយក៏ដូចជាមួយចិត្តតំណែងជាមួយយើងជាមួយនឹងកម្ពុជាទាំងមូលក្នុងរូបភាពនេះដែលខ្ញុំចង់បញ្ជាក់ថាតាមពិតបើតាមរឿងនិទានក៏ដូចជាតាមប្រវត្តិដែលចាស់ទុំតែងតែប្រាប់យើងនោះគឺថាតាមពិតយើងគឺជាពូជពង្សតែមួយទេហើយតាមការសិក្សាស្រាវជ្រាវក៏បានបង្ហាញដែរថាជនជាតិដើមភាគតិចក៏ដូចជានៅកម្ពុជាហ្នឹងគឺមានប្រវត្តិជាយូរលង់ណាស់មកហើយរាប់ពាន់ឆ្នាំមកហើយមុននឹងការមកដល់របស់ឥណ្ឌាឬក៏ឥទ្ធិពលរបស់ចិននៅក្នុងតំបន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឬក៏អាចថាករណីយើងគឺដូចចិនតែម្ដងគឺនៅក្នុងតំបន់ហ្នឹងគឺជនជាតិដើមភាគតិចឬក៏ប្រជាជនភាគច្រើនគឺរស់នៅជាកុលសម្ព័ន្ធដែលមុននឹងការកកើតជានគរដូចជាកម្ពុជាយើងមុននឹងកើតជានគរកម្ពុជារដ្ឋហ្នឹងគឺយើងរស់នៅរបៀបជាកុលសម្ព័ន្ធតែគាត់ថានៅពេលដែលឥណ្ឌាមកដល់ប្រទេសយើងខាងបងប្អូនឬក៏ខាងពូជពង្សយើងខាងបងប្អូនខ្មែរក៏ទទួលយកឥទ្ធិពលរបស់ឥណ្ឌាទាំងវប្បធម៌ភាសាវប្បធម៌នេះគឺយើងអាចដឹងថាទទួលយកជាព្រហ្មញ្ញសាសនាក្រោយមកគាត់ព្រះពុទ្ធសាសនាព្រមដល់សពថ្ងៃនេះហើយសម្រាប់ភាសាយើងដឹងហើយភាសាវាយើងភាសាខ្មែរយើងភាសាជាតិយើងនេះទទួលឥទ្ធិពលច្រើនដែរពីខាងបាលីសំស្ក្រឹតហើយនឹងបាទបាលីហើយនឹងសំស្ក្រឹតបាទអញ្ចឹងបើយើងពិនិត្យទៅលើប្រវត្តិសាស្ត្រនេះជនជាតិដើមភាគតិចមិនមែនថាផ្សេងឬក៏ដែលឡែកឬក៏ពិសេសទេគាត់ថាវាជាវប្បធម៌ដើមរបស់ទឹកដីដូនតាយើងបើន័យថាមុននឹងការមុននឹងការមកដល់របស់ឥណ្ឌាក៏ដូចជាចិននេះគឺពួកយើងនៅមាននៅទីនោះហើយជនជាតិដើមភាគតិចនេះគឺមិនព្រមទទួលយកឥទ្ធិពលឥណ្ឌាឥទ្ធិពលរបស់ចិនឬក៏ឥទ្ធិពលរបស់ជ្វានៅពេលដែលគេមកដល់ទឹកដីដូនតាយើងអញ្ចឹងពួកគាត់នៅតែបន្តថែរក្សាប្រពៃណីទាំងអស់ហ្នឹងមានភាសាមានវប្បធម៌មានទម្លាប់មានរបៀបរស់នៅបាទហើយគាត់ថាវាបកត្រកប្រវត្តិសាស្ត្រដើមនោះគឺជឿនៅបែបជាកុលសម្ព័ន្ធជាគេហៅជាបណ្ដុំតាមអំបូរជនជាតិអញ្ចឹងណាបាទដូចករណីពូនងបើយើងមើលទៅគឺមានច្រើននៅខាងតំបន់ឦសានបាទហើយនឹងផ្នែកខាងលិចភាគខាងត្បូងតំបន់កម្ពុជាក្រោមអីជាដើមហ្នឹងក៏សម្បូរដែរហើយកាលពីហ្នឹងបងប្អូនដូចជាស្អូចជងស៊ុយនេះក៏នៅខាងលិចភាគនិរដីប្រទេសកម្ពុជាយើងមានកោះកុងកំពង់សោមកំពង់ស្ពឺអីជាដើមនេះបាទហើយបងប្អូនគួយពណ៌អីនេះភាគច្រើនមាននៅខាងជើងបាទរហូតដល់សុរិនស្អីនោះបាទហើយខាងបងប្អូនក្រឹងទំពួនកញ្ចក់ចរាយនេះគឺនៅខាងភាគខាងឦសានខាងជើងបន្តិចអញ្ចឹងនេះហើយគឺជាទឹកតាំងហើយតំណងនេះគឺមានផ្សារភ្ជាប់ជាមួយនឹងធនធានធម្មជាតិជាពិសេសដោយសារតែជំនឿបុព្វបុរសដូនតាខ្មែរមនយើងគឺភាគច្រើនយើងជឿលើទៅលើកម្លាំងធម្មជាតិរូបរៈអ្នកតាយើងជឿថាព្រៃភ្នំទន្លេជ្រោះបឹងបួនគឺសុទ្ធតែជារបស់ដែលមានវិញ្ញាណដែលមានគេថែរក្សាការពារអញ្ចឹងហើយដែលវាឃើញថាដូនតាមពិតវប្បធម៌យើងមិនជាដាច់ទៅឡែកឆ្ងាយទេដោយសារយើងឃើញនៅតាមជនបទអត្តយាលហ្នឹងបងប្អូនខ្មែរយើងក៏នៅតែបន្តអភិរក្សនឹងដែរដូចជាមានអ្នកតាឡើងអ្នកតាសែនព្រេនអីជាដើមហ្នឹងមានបុណ្យភូមិបុណ្យអីហ្នឹងសិតតែជាវប្បធម៌ដើមរបស់យើងហើយបាទហើយគាត់ថាដល់ឡែកខ្ញុំចង់បញ្ជាក់សម្រាប់ជនជាតិភ្នងនេះគឺគាត់មិនមែនព្រោះកាលណាគាត់ផ្សារភ្ជាប់ជាមួយធនធានធម្មជាតិគាត់យល់ថារបស់ទាំងអស់ហ្នឹងគឺជាជាមួយជារបស់ទ្រព្យរបស់ជនជាតិដើមភាគតិចខ្លួនឯងហើយជាទីពីរយើងក៏ត្រូវតែថែរក្សាអញ្ចឹងបាននៅក្នុង
រាប់រយរាប់ពាន់ឆ្នាំមកហើយគឺយើងឃើញថាតំបន់ជនជាតិដើមភាគតិចច្រើនគឺគាត់នៅថែរក្សាបានប្រធានធម្មជាតិជាពិសេសព្រៃឈើអីហ្នឹងបានល្អដោយសារតែគាត់មានតំណែងតំណងនឹងយ៉ាងស៊ីជម្រៅហើយมันអាចកាត់ផ្លាច់បាន អរគុណច្រើនសុជាដែលបានរៀបរាប់ទាក់ទងជាមួយនឹងភាពដែលឡែករបស់វប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចហើយដូចសុជាបាននិយាយអញ្ចឹងថាតាមពិតទៅគឺវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចគឺมันមានភាពអីដាច់ដោយឡែកអីពីវប្បធម៌ខ្មែរយើងជារួមនេះអញ្ចឹងសុជាលើកចំណុចនេះខ្ញុំចាប់អារម្មណ៍ដែរដោយសារខ្ញុំមកធំធាត់នៅទីទួលជនបទចឹងខ្ញុំឃើញគេឡើងអ្នកតាគេបន់ស្រន់គេធ្វើពិធីផ្សេងឡើងឡើងអីផ្សេងហ្នឹងហើយខ្ញុំឃើញថាវារលេកទៅជាមួយនឹងអ្វីដែលសជាបានលើកមកដែរចឹងខ្ញុំជឿថានៅក្នុងសង្គមរបស់យើងគឺវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចបានមានជះឥទ្ធិពលបាទចូលទៅក្នុងសង្គមរបស់យើងដែលពេលខ្លះយើងអត់ដឹងទេប៉ុន្តែខ្ញុំជឿថានេះជាការជះឥទ្ធិពលទៅវិញទៅមកនៅក្នុងសង្គមរបស់យើងហើយខ្ញុំជឿថានេះជារឿងដែលល្អមែនទែននៅក្នុងសង្គមរបស់យើងដែលយើងមានភាពចម្រុះហើយយើងរួមគ្នាហើយរស់នៅជាមួយគ្នាជាធ្លុងមួយសុជាខ្ញុំឃើញថាអ្វីដែលសុជាបានលើកឡើងមកគឺសំខាន់ខ្លាំងមែនទែនបាទពីជំនួយនឹងសម្រាប់សុជាវិញសម្រាប់តាក់ទងជាមួយនឹងក្មេងចំនួនក្រោយយើងចង់ឲ្យក្មេងចំនួនក្រោយគាត់ដឹងអំពីជំវិញរឿងក៏ដូចជាវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចរបស់យើងនៅក្នុងខាងមុខផងដែរសុជាគិតថាបើសិនជាយើងដើម្បីរក្សាកេរមរតកបាទដូនតារបស់ជនជាតិដើមភាគតិចរបស់យើងបាទដើម្បីរក្សាកេរមរតកនិងកេរដំណែលទាំងអស់នោះសុជាគិតថាតើចំណុចណាខ្លះដែរដែលយើងគួរតែចាប់ដើមក្នុងការការពារដើម្បីយើងត្រូវប្រកបចិត្តថាយើងអាចបន្សល់ទុកនៅកេរមរតកនោះដើម្បីទុកទៅកាន់ក្មេងជំនាន់ក្រោយឲ្យគាត់ដឹងគាត់បានរៀនបន្ថែមគាត់បានស្វែងយល់បន្ថែមបាទបងបើជាបទពិសោធន៍ក៏ដូចជាតាមការស្រាវជ្រាវរបស់ខ្ញុំមួយចំនួននេះខ្ញុំគិតថាវប្បធម៌ជនជាតិដើមភាគតិចឬក៏អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចនេះគឺជាវប្បធម៌បុរាណជាងគេនៅក្នុងដែលនៅសេសសល់ក្រោយសម័យអង្គរបានន័យថាមុនសម័យអង្គរឬក៏អាចរាប់ចាប់ពីសម័យចេនឡារហូតដល់សម័យគប់ធ្លុកអីហ្នឹងគឺសិតតែជនជាតិដើមភាគតិចយើងក៏ដូចជាបងប្អូនខ្មែរដែលជាអ្នកតំបន់ទំនាបកណ្ដាលហ្នឹងភាគច្រើនគឺមានវប្បធម៌ដូចគ្នានឹងឯងដែលថាយើងនៅរក្សាហ្នឹងហើយគាត់ថានៅពេលដែលមកដល់សម័យអង្គរភាគច្រើនយើងបានទទួលខ្លាំងជាងគេគឺអរិយធម៌បែបទេវនិយមន័យថាយើងជឿទៅលើទេវតាទេវរាជបាទអញ្ចឹងបានជារាជានៅក្នុងសម័យទាំងអស់ហ្នឹងគឺភាគច្រើនលោកព្រះអង្គភាគច្រើនគឺត្រូវតែសាងសង់សំណង់អគារធំៗអញ្ចឹងបានជាវប្បធម៌ដែលមុនសម័យអង្គរហ្នឹងគឺភាគច្រើនមិនសូវលេចមុខទេព្រោះដោយសារវាវប្បធម៌នៅខាងភាគក្រោយនេះគឺគ្របដណ្ដប់ខ្លាំងពេកហើយវាមានលក្ខណៈជារូបសាស្ត្រច្រើនជាងដូចជាសំណង់ប្រាសាទធំរាប់សិបពាន់ប្រាសាទបាទហើយកន្លែងនេះតែប្រជាជាតិកម្ពុជាយើងឬក៏អំបូរខ្មែរមនយើងនេះគឺមិនបបងចោលនេះទេគឺនៅតែដូចជាសម្បីតែក្នុងសាសនាផ្សេងៗនេះគឺយើងបានគេហៅយើងអាចនិយាយថាធ្វើជាមូលដ្ឋានមួយដើម្បីឲ្យអាចប្រជាជនឬក៏ក្នុងសម័យនោះទទួលយកបានដែរដូចជាការធ្វើ localize ខ្ញុំសំទោសមិនដឹងថាខ្មែរយើងហៅថាចំមិនថាប៉ុន្តែ localize សាសនា localize ទស្សនៈមួយចំនួននោះឲ្យខ្លាចជារបស់ជាតិយើងអញ្ចឹងអាហ្នឹងគឺជាលក្ខណៈពិសេសមួយហើយសូម្បីតែបាទជាមន្ទីរគម្ពីរនៅពេលដែលលោកចង់ឲ្យទឹកដីរួមលោកសាងសង់ដូចជារូបសំណាកទេវរូបដែលមានតំណាងឲ្យសាសនាច្រើនដែលក្នុងនោះគឺគ្របដណ្ដប់ជាមួយនឹងសាសនាបុរាណរបស់យើងតាំងពីដើមន័យថាព្រះអង្គមិនបោះបង់ចោលសាសនាឬក៏
ប្រវត្តិនៃដូនតាយើងទៅព្រោះវាជាគេមរតករបស់យើងបាទហើយក្នុងន័យនេះសម្រាប់ពេលបច្ចុប្បន្នខ្ញុំគិតថាជនជាតិដើមភាគតិចយើងជាពិសេសដើម្បីក្មេងជំនាន់ក្រោយហើយខ្ញុំគិតថាមិនគួរតែផ្ដោតតែលើជនជាតិដើមភាគតិចទៀតមកនេះគឺប្រជាជាតិកម្ពុជាទាំងមូលដូចជាយុវជនយើងដែរគិតថាទៅយល់កន្លែងហ្នឹងចង់និយាយថាយើងត្រូវចូលរួមថែរក្សាវប្បធម៌ប្រពៃណីបុរាណចំណូលថតដូចជាភាសាជាដើមភាសាបើយើងដកតាភាសាបាលីភាសាសំស្ក្រឹតពីព្រោះភាសាបាលីភាសាសំស្ក្រឹតជាភាសាមួយដែលត្រូវបានប្រើប្រាស់ជាភាសាផ្លូវការយកមកប្រើប្រាស់នៅក្នុងការគ្រប់គ្រងរដ្ឋគ្រប់គ្រងឬក៏អប់រំហើយវាងាយស្រួលក្នុងការទំនាក់ទំនងទៅខាងក្រៅផងដែរអញ្ចឹងដកតាភាសាបាលីភាសាសំស្ក្រឹតហ្នឹងគឺភាសាយើងដើមគឺដូចគ្នាតែម្ដងខ្ញុំដូចដូចជាជនជាតិប៉ុណ្ណឹងគេហៅសក់នេះគេហៅឆក់មានអក្សរឆកឆក់បាទហើយខ្មែរភាសាដើមរបស់យើងបុរាណមកគឺសក់ហ្នឹងឯងបាទហើយភាសាបាលីភាសាអីហ្នឹងខ្ញុំមិនដឹងថាហៅម៉េចប៉ុន្តែតាមខ្ញុំយល់ខ្លះគឺมันហៅចឹងដូចព្រះកេសអីនេះតែពិតមិនមែនជាភាសាដើមរបស់យើងបុរាណកាលមកទេជាភាសាដែលយកពីបាលីយកពីសំស្ក្រឹតអីជាដើមបាទអញ្ចឹងការថែរក្សានៅភាសានេះវាមានប្រយោជន៍សំខាន់ដូចជាមានការស្រាវជ្រាវមួយចំនួនពីខាងអ្នកស្រាវជ្រាវដែរគេថាពីមុនសម័យអង្គរមិនន័យថាមុនសម័យអង្គរទៀតហ្នឹងគឺពូជពងខ្មែរមនយើងនេះគឺមានរហូតដល់ជាង100អំបូរបាទប៉ុន្តែបច្ចុប្បន្ននេះនៅសល់តែ20ជាងអំបូរទេហើយ20ជាងអំបូរនេះមានអំបូរមួយចំនួនកំពុងតែឈោមដែរដូចករណីបងប្អូនស្អូចគឺមានតែចាស់ប្រហែលជាមិនលើសពី10នាក់ទេដែលអាចនិយាយភាសាហ្នឹងប៉ុន្តែក្មេងៗជំនាន់ក្រោយគឺលែងអាចនិយាយបានដោយសារតែអាចតាក់ទងជាមួយនឹងនេះដែរនិយាយមែនទែនក្នុងប្រវត្តិសាស្ត្រយើងមានសម័យកាលខ្មែរក្រហមនេះក៏ជាសម័យកាលមួយដែលមកបិទគឺពួកគាត់មិនឲ្យនិយាយភាសាហ្នឹងដែរខ្ញុំគិតថាវាជាកាតព្វកិច្ចរបស់ក្មេងជំនាន់ក្រោយក៏ដូចជាអ្នកសិក្សាស្រាវជ្រាវឬក៏អ្នកអភិវឌ្ឍន៍ហ្នឹងក៏ទៅជួយគិតគ្នាថាតើជួយអភិរក្សភាសាបុរាណរបស់យើងយ៉ាងម៉េចបាទហើយសម្រាប់ខ្ញុំវិញខ្ញុំគិតថាយើងគួរទីមួយគួរតែធ្វើភាសាទាំងអស់ហ្នឹងឲ្យក្លាយជាភាសាគេហៅជាការអប់រំបែបជាផ្លូវការដើម្បីគាត់អាចមានការសរសេរមានការចងក្រងដូចភាសាជាតិយើងដែរបាទព្រោះដើម្បីឲ្យគាត់បន្តព្រោះវាជាភាពចម្រុះជាលក្ខណៈពិសេសនៃជាជាតិយើងដែរបាទហើយទី2តកតងជាមួយនឹងរបៀបរបបនៃការរស់នៅរបស់យើងបានន័យថាការរស់នៅរបស់ជនជាតិដើមភាគតិចភាគច្រើនបើយើងមើលទៅគាត់រស់នៅក្នុងតាមព្រៃភ្នំស្រែចម្ការហើយជាទូទៅមានការយល់ឃើញថាការរស់នៅបែបហ្នឹងវាមិនទាន់សម័យវាមិនស៊ីវិល័យវាមិនទំនើបតែតាមពិតវាជាការរស់នៅដោយសុខដុមរមនាកម្មមែនទែនតែថាគាត់អាចរស់នៅថែរក្សាតាមបែបប្រពៃណីហើយនៅពេលបច្ចុប្បន្ននេះគេគិតថារបៀបរស់នៅបែបហ្នឹងគឺជាវិធីដែលល្អបំផុតដែលអាចជួយទីមួយថែរក្សាបាននៅការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានធម្មជាតិហើយក៏អាចចូលរួមនៅក្នុងការកាត់បន្ថយផលប៉ះពាល់ដូចជាកាកសំណល់ឬក៏ការទប់ស្កាត់នៅផលប៉ះពាល់បំរែបំរួលអាកាសធាតុបាទយើងឃើញថាតំបន់ជនជាតិដើមភាគតិចទោះបីថាមានរងផលប៉ះពាល់មកពីបញ្ហាអាកាសធាតុប៉ុន្តែអត់ធ្ងន់ធ្ងរដូចនៅខាងតំបន់ខាងភូមិកណ្ដាលឬក៏អញ្ញតិពលពីច្រើនចំនួនគ្រោះរាំងស្ងួតនេះបើយើងមើលទៅយើងមានតែមិនធ្ងន់ធ្ងរខ្លាំងអញ្ចឹងដោយសារតែយើងនៅរក្សាបាននៅតុល្យភាពអេកូឡូស៊ីអញ្ចឹងខ្ញុំគិតថារឿងទាំងអស់នេះសម្រាប់ក្មេងជំនាន់ក្រោយក៏ដូចជាអ្នកសិក្សាអ្នកអភិវឌ្ឍនេះគួរតែយកចិត្តទុកដាក់ដែរព្រោះដើម្បីយើងទេរៀនសូត្រគ្នាទៅវិញមកពីព្រោះក្រោយមានថាការអភិវឌ្ឍរបស់យើងដែលមានកន្លងមកមិនមែនថាយើងនឹងមិនបន្តទេប៉ុន្តែយើងអ្វីដែលយើងគិតថាយើងអាចធ្វើសមរណកម្មជាមួយគ្នាថាតើយើងត្រូវធ្វើម៉េចឲ្យមានតុល្យភាពនៃការអភិវឌ្ឍបាទ
អរគុណខ្លាំងមែនទែនជាឃើញថាសាជាលើកមកមានចំណុច3តែសំខាន់ខ្លាំងមែនទែនទី1ទាក់ទងជាមួយនឹងភាសាអញ្ចឹងខ្ញុំជឿថាមិនតែនៅក្នុងប្រទេសកម្ពុជារបស់យើងទេនៅក្នុងពិភពលោកដូចគ្នាអញ្ចឹងតាមរបាយការណ៍របស់UNESCO យើងឃើញថាក្នុងជារៀងរាល់ថ្ងៃគឺភាសាដើមរបស់ជនជាតិដើមហ្នឹងត្រូវបានបាត់បង់ជារៀងរាល់ថ្ងៃជារៀងរាល់ខែជារៀងរាល់ឆ្នាំហើយខ្ញុំលើកទឹកចិត្តបងប្អូនជនជាតិដើមផងដែរថាយើងគួរតែបន្តក្នុងការនិយាយភាសារបស់ជនជាតិដើមរបស់យើងទៅកាន់កូនចៅជំនាន់ក្រោយរបស់យើងពីជុំវិញហើយមួយទៀតគឺតកតងជាមួយនឹងវប្បធម៌ហើយនឹងអរិយធម៌អញ្ចឹងខ្ញុំជឿថាតាមដូចនេះគឺយើងនៅតែបន្តក្នុងការបន្តអ្វីដែលជាវប្បធម៌បាទធ្លាប់សាកព្រោះលើខ្លួនយើងកន្លងមកពីជុំវិញនឹងវិជាគេរណារបស់ដូនតារបស់យើងដែលបានទុកឲ្យយើងអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេសាជាលើកឡើងអំពីតកតងជាមួយនឹងវប្បធម៌របស់ជនជាតិដើមភាគតិចហើយនៃការរស់នៅផ្សារភ្ជាប់ជាមួយនឹងធម្មជាតិយើងមើលសប្តាហ៍ថ្ងៃនេះដូចជាលើកឡើងថាតកតងជាមួយនឹងរឿងបំរែបំរួលអាកាសធាតុផ្សេងៗហ្នឹងយើងឃើញថាការរស់នៅបែបបងប្អូនជនជាតិដើមរបស់យើងគឺហាក់ដូចជាមានភាពអាចរក្សានៅតុល្យភាពរបស់បដិជាជនជាតិអាចដូចជាការបំរែបំរួលអាកាសធាតុនឹងបានល្អប្រសើរជុំវិញនឹងអញ្ចឹងនៅពេលយើងទៅបានដូចជានឹងទៅកេរីរដ្ឋាភិបាលផ្សេងៗយើងនឹងឃើញថាអាកាសធាតុដូចជាមិនសូវក្តៅដូចយើងនៅទីក្រុងប្រមាណនេះពីជុំវិញនឹងអញ្ចឹងនេះជាចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ហើយខ្ញុំជឿទស្សនិកជនក៏ចាប់អារម្មណ៍ដូចគ្នាដែរពីពិសេសអ្នកក្នុងកំពុងធ្វើការជាមួយនឹងការប្រែប្រួលអាកាសធាតុផ្សេងៗហ្នឹងប្រហែលជាមេរៀនមួយដែលយើងអាចទៅរៀនពីបងប្អូនជនជាតិដើមភាគតិចបានតើការរស់នៅរបស់ពួកគាត់បែបនេះដែរធ្វើឲ្យមានតុល្យភាពនៃការបំផាយបំរួលទៀតនឹងសុជានៅចំណុចបន្តទៀតយើងចង់សាកសួរអំពីសុជាដូចគ្នាដែរថាតើបើយើងតកតងជាមួយនឹងសាវតារបស់សុជាជនជាតិដើមភាគតិចខ្លួនឯងតែម្ដងមកពីអំបូរបណោអញ្ចឹងសុជាគិតថាតើក្នុងនាមយើងជាជនជាតិដើមភាគតិចខ្លួនឯងសុជាគិតថាថ្ងៃនេះឥឡូវសុជាបានទទួលរូបករណ៍របស់រឿងថៃរបស់អូស្ត្រាលីបាទទៅរៀននៅប្រទេសអូស្ត្រាលីសុជាគិតថាតើក្នុងនាមយើងជាជនជាតិដើមភាគតិចបាទម្នាក់បាទតើវប្បធម៌របស់យើងនឹងជួយជ្រោមជ្រែងដំណើរជីវិតរបស់យើងបាទប្រជាជនក៏ដូចជាដំណើរជីវិតនៃការអប់រំរបស់យើងបែបណាដែររហូតដល់យើងទទួលបានអាហារូបករណ៍ដូចសពថ្ងៃអរគុណច្រើនបងនឹងអាចតកតងជាមួយនឹងរឿងសំណួរនេះគឺពាក់វារៀងនិយាយទៅវារៀងវែងឆ្ងាយដែរសម្រាប់ខ្ញុំដោយសារតែពេលដែលនៅរៀននៅខេត្តហ្នឹងគឺយើងខ្ញុំមានឱកាសតិចតួចដែរទេដែលបានរៀនភាសាអង់គ្លេសហើយជាពិសេសហើយភាសាអង់គ្លេសហ្នឹងក៏នៅខេត្តហ្នឹងក៏ពិបាករកគ្រូបរៀនហើយក៏មិនសូវមានអ្នកចេះហើយក៏មិនសម្ភារៈឬក៏សិក្សាឬក៏សិភៅហ្នឹងក៏មិនសូវមានដែរអញ្ចឹងពិបាកមែនតើហើយខ្ញុំខ្លួនឯងធ្លាប់នេះដែរក្នុងកម្មវិធីសិក្សារបស់រដ្ឋយើងគឺមានរៀនបារាំងខ្លះអង់គ្លេសខ្លះប៉ុន្តែបារាំងខ្ញុំរៀនអត់ចេះខ្ញុំមិនដឹងថាម៉េចដែរប៉ុន្តែបើនិយាយពីសាច់រៀនបារាំងចង់រៀនបានច្រើនជាងអង់គ្លេសប៉ុន្តែរៀនអត់ចេះហើយជាអាចពាក់ព័ន្ធនឹងការអនុវត្តច្រើនដែរបាទខ្វះការអនុវត្តប៉ុន្តែភាសាអង់គ្លេសនេះដោយសារតែមានអ្នកខ្លះគេណែនាំថាថ្ងៃក្រោយទៅគឺភាសាអង់គ្លេសនេះគឺអាចជួយយើងច្រើនហើយយើងអាចស្រាវជ្រាវច្រើនពីព្រោះសម្បូរឯកសារជាភាសាអង់គ្លេសអញ្ចឹងខ្ញុំព្យាយាមរៀនភាសាអង់គ្លេសដែរប៉ុន្តែគាត់ថាកាលសម័យនោះមិនរៀនជាជាប់លាប់អីទេរៀនសភៅ streamline តិចទៅរៀនមុខ1តិចទៅប៉ុន្តែទាំងអស់ហ្នឹងវាអាចជា
ជាមូលដ្ឋានសម្រាប់ខ្ញុំបន្តទៀតដើម្បីរៀនបន្តដោយខ្លួនឯងបាទទាំងខ្វះទាំងឯកសារខ្វះទាំងអីហ្នឹងបាទអញ្ចឹងពេលដែលរៀនយូរៗខ្ញុំគិតថាខ្ញុំចាប់ផ្ដើមព្យាយាមស្រាវជ្រាវដោយសារពេលដែលមកដល់ភ្នំពេញចាប់ផ្ដើមមានអ៊ីនធឺណិតមានអីក៏យើងចាប់ផ្ដើមសាក search តាមអត់ចេះទេប៉ុន្តែចេះតែធ្វើចេះគេប្រាប់ថាធ្វើយ៉ាងនេះចេះរកទៅមានព័ត៌មានមួយចំនួនដែលពាក់ព័ន្ធនឹងប្រវត្តិឬក៏អឺបាទប្រវត្តិសាស្ត្រប្រទេសជាតិយើងក៏ដូចជារឿងរ៉ាវរបស់ជនជាតិដើមភាគតិចមួយចំនួននេះចាំទៅចាប់អារម្មណ៍កាន់តែខ្លាំងទៅលើការរៀនភាសាហ្នឹងចឹងហើយក្នុងប្រហែលជាក្នុងឆ្នាំ2014ខ្ញុំបានសាកសួរបងប្អូនមិត្តភក្តិខ្ញុំដែរពេលដែលរៀននៅសាលានេះក៏គិតថាកាលណាយើងរៀននៅក្រៅប្រទេសបើមានឱកាសគឺកាន់តែអាចទទួលបានព័ត៌មានឬឯកសារល្អៗដែលយើងអាចយកមកសិក្សាស្រាវជ្រាវអញ្ចឹងខ្ញុំក៏ចាប់អារម្មណ៍ខ្ញុំចង់ស្វែងយល់បន្ថែមឬក៏ព្រោះចម្ងល់ដែលខ្ញុំមានពីតូចមកគឺរឿងនេះតែម្ដងរឿងជនជាតិដើមភាគតិចថាយើងកើតពីណាឬក៏យ៉ាងម៉េចបានយើងមានភាសាយើងមានវប្បធម៌ប្រពៃណីអីអញ្ចឹងទៅបាទហើយទាំងអស់ហ្នឹងគឺភាគច្រើននៅក្នុងឯកសារយើងនៅក្នុងប្រទេសយើងរៀនពិបាករកដែរហើយពេលខ្លះក៏មានទៅពេលខ្លះអ្នកខ្លះអាចថាយើងមិនសូវមានចងក្រងដាក់នៅក្នុង database ដែលយើងអាច access បានយើងអាចស្រាវជ្រាវបានអញ្ចឹងហើយពេលខ្លះក៏ថ្លៃអញ្ចឹងប៉ុន្តែខ្ញុំក៏មានទឹកចិត្តថាខ្ញុំចង់រៀនជំនាញមួយគឺពេលដែលខ្ញុំជជែកជាមួយគ្រូខ្ញុំមួយខ្លះគាត់ថារៀន anthropology ទៅអាចជាចំណេះដឹងមួយដែរប៉ុន្តែកាលឆ្នាំ2014ហ្នឹងគឺខ្ញុំដាក់អាហារូបករណ៍ហ្នឹងខ្ញុំគោលបំណងខ្ញុំគឺចង់ដាក់ apply anthropology ហ្នឹងដើម្បីឲ្យទៅរៀនសិក្សាពីការកកើតនៃមនុស្សឬក៏អាចជាផ្នែកមួយខ្ញុំចង់ស្រាវជ្រាវស្រុកយើងដែរតែប្រហែលជាពេលហ្នឹងខ្ញុំអត់ជាប់ទេហើយខ្ញុំប្រហែលជាការសរសេររបស់ខ្ញុំព្រោះទីមួយជំនាញដែលខ្ញុំរៀនវាខុសបន្តិចដែរហើយពេលដែលខ្ញុំធ្វើការក៏វាឆ្ងាយប៉ុន្តែការពិតវាជា personal interest ដែលខ្ញុំចឹងពេលអាចជា statement ដែលខ្ញុំសរសេរទៅវាមិនសូវរឹងមាំអាចធ្វើខ្ញុំមិនបានជាប់នៅក្នុងឆ្នាំ2014តែខ្ញុំក៏មិនបោះបង់ចោលដែរព្រោះខ្ញុំព្យាយាមពង្រឹងភាសាអង់គ្លេសរបស់ខ្ញុំបន្ថែមហើយខ្ញុំក៏គិតថាខ្ញុំអាចស្រាវជ្រាវដោយខ្លួនឯងពេលខ្លះខ្ញុំអាចសួរមិត្តភក្តិដែលគេមានឯកសារនេះឯកសារនោះនេះគេចេះតែចែករំលែកទៅខ្ញុំក៏មានកូនចិត្តចង់សិក្សាពីអាហ្នឹងបន្ថែមបាទចឹងហើយការសិក្សានៅពេលបច្ចុប្បន្ននេះពេលបើតែមិនបានសិក្សាអំពី anthropology នឹងក៏ដោយប៉ុន្តែខ្ញុំមករៀនខាងសិក្សាអភិវឌ្ឍdevelopment study នេះគឺក៏ខ្ញុំចំណាយពេលច្រើនដែរនិយាយត្រង់ពេលកម្មវិធីសិក្សាខ្ញុំរៀនមុំនិយាយត្រង់ខ្ញុំចង់ស្រាវជ្រាវដោយខ្លួនឯងបន្ថែមជាពិសេស personal interest របស់ខ្ញុំទៅលើរឿងជនជាតិដើមភាគតិចទៅលើរឿងអីហ្នឹងខ្ញុំចំណាយពេលច្រើនអញ្ចឹងពីព្រោះខ្ញុំគិតថាវាជាឱកាសមួយដែលខ្ញុំអាចចូលរួមបកស្រាយឬក៏ចូលរួមចែករំលែកទៅដល់បងប្អូនក្មួយៗជំនាន់ក្រោយឲ្យគាត់យល់ថាតើវប្បធម៌ប្រពៃណីជនជាតិយើងហ្នឹងជនជាតិដើមភាគតិចយើងហ្នឹងវប្បធម៌ជាតិយើងទាំងមូលហ្នឹងវាមានតំណែងយ៉ាងម៉េចហើយវាមានសារៈសំខាន់ណាស់ហើយវាអាចជួយការយល់ដឹងដល់សាធារណជនកុំឲ្យចេះតែយល់ច្រឡំព្រោះមានករណីខ្លះដែលយើងបានធ្វើឲ្យមានការយល់ច្រឡំឬក៏ដោយសារតែគាត់មិនបានទទួលព័ត៌មានពេញលេញហ្នឹងគាត់គិតថាទីមួយវប្បធម៌ប្រពៃណីវាខុសគ្នាចឹងទៅទីពីរអាចថាដោយសារតែយើងនិយាយភាសាមិនខុសទាំងស្រុងទេអត់ដឹងស្មានតែភាសាខុសទាំងស្រុងគាត់អត់ទេគឺភាសាយើងគេហៅដូចជាភាសាតំបន់និយាយគិតព្រាមភាសាអញ្ចឹងបាទខាងអ្នកគេចេះគេនិយាយមិនខាងសម្រាប់គេនិយាយមិនអញ្ចឹងភាសាទាំងអស់ហ្នឹងយើងអត់ចេះយើងអញ្ចឹងមិនមែនមានថាតើយើងនិយាយភាសាដូចអ្នកភ្នំពេញទាំងអស់បានយើងហៅថាជាជាតិមួយមិនមែនអញ្ចឹងយើងត្រូវតែទទួលស្គាល់អំពីខុសប្លែកហ្នឹងប៉ុន្តែយើងអាចរៀនសូត្រពីគ្នាទៅវិញទៅមកអីចឹងបានពេលទៅមុខខ្ញុំគិតថាវាជាបច្ច័យមួយដែលខ្ញុំអាចចូលរួមនៅក្នុងការចែករំលែកទៅដល់អ្នកជំនាន់ក្រោយគាត់យល់អំពីទំនាក់ទំនងឬក៏សារៈសំខាន់នៃការថែរក្សា
វប្បធម៌ប្រពៃណីជនជាតិដើមភាគតិចហ្នឹងនៅក្នុងប្រទេសយើងអរគុណបង បាទអរគុណច្រើនជាឃើញថាដំណើរជីវិតរបស់យើងនេះមានភាពវែងឆ្ងាយដែរបាទហើយមានការប្រឈមជាច្រើននៅក្នុងជីវិតនៃការអប់រំរបស់យើងអឺនៅក្នុងនេះដោយសារតែតាមអ្វីដែលដឹងគឺថាជាដាក់អាហារូបករណ៍ពីរដងបាទបានជាប់អាហារូបករណ៍នេះគេបានទៅរៀននៅប្រទេសអូស្ត្រាលីអញ្ចឹងចង់យកឱកាសនេះជំរាបជូនទៅដល់ទស្សនិកជននិងពលស្ដាប់ខ្លួនឯងថាអញ្ចឹងបើសិនជាយើងមានបំណងក្នុងការដាក់ពាក្យស្និទ្ធស្នាលទៅប្រកបអូស្ត្រាលីគឺអ្នកទាំងអស់គ្នាគួរតែគិតគូរពិចារណាក្នុងការរៀនភាសាអង់គ្លេសឬជាត្រៀមភាសាអង់គ្លេសពីព្រោះនៅប្រទេសអូស្ត្រាលីគឺការអប់រំទាំងអស់គឺប្រើជាភាសាអង់គ្លេសជាជាអញ្ចឹងបើសិនជាយើងអត់មានបន្ទុកគ្រប់ភាសាអង់គ្លេសទេយើងអត់អាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះបានទេអញ្ចឹងឥឡូវយើងមានពេលអញ្ចឹងយើងអាចយកពេលហ្នឹងដើម្បីត្រៀមបានពីជំនាញហ្នឹងសុជាអ្វីដែលយើងដឹងគឺដឹងថាសុជាឥឡូវនេះកំពុងតែរៀននៅប្រទេសអូស្ត្រាលីហើយរៀនបានជិត1ឆ្នាំវិញមួយខែបាទជំនាញហ្នឹងអញ្ចឹង ចិត្ត2ឆ្នាំទេបងចិត្ត2ឆ្នាំនេះ ចិត្ត2ឆ្នាំនេះហើយអូខេសុខទុក្ខអញ្ចឹងចិត្ត2ឆ្នាំនេះហើយអញ្ចឹងក្នុងរយៈពេលចិត្ត2ឆ្នាំនេះសុជាគិតថាមិនគិតទេសុជាមានឱកាសបាទសុជាធ្លាប់មានឱកាសក្នុងការធ្វើការដូចជាសិក្សាពីបងប្អូនជនជាតិដើមភាគតិចនៅក្នុងប្រទេសអូស្ត្រាលីដែរទេដោយសារតែនៅក្នុងប្រទេសអូស្ត្រាលីក៏មានបងប្អូនជនជាតិភាគតិចនឹងច្រើនដែរបាទជនអត់សំទោសជនជាតិដើមភាគតិចនឹងច្រើនដែរហើយអឺបងប្អូនជនជាតិដើមភាគតិចនៅក្នុងប្រទេសអូស្ត្រាលីគឺគាត់មានវប្បធម៌មានភាសាមានអីយ៉ាងទៅអញ្ចឹងកន្លងមកសុជាមានឱកាសក្នុងការប្រស័យតាក់ទងក៏ដូចជាធ្វើការឬក៏សិក្សាក៏ស្រាវជ្រាវជាមួយនឹងពួកគាត់ដែរទេហើយក្រោយពេលដែលសុជាបានមានបទពិសោធន៍ធ្វើការក៏ដូចជាសិក្សាស្រាវជ្រាវជាមួយពួកគាត់ហ្នឹងតើសុជាមានអារម្មណ៍នឹងគិតថាមិនដែរបាទ បាទអរគុណច្រើនបងមែនទែនមកការសម្រេចចិត្តជ្រើសរើសនៅសាលារៀននៅខាងមើលដកនេះខាងភាគខាងលិចនៃប្រទេសអូស្ត្រាលីនេះគឺអឺខ្ញុំបានមុននឹងមកខ្ញុំបានស្រាវជ្រាវមួយផ្នែកដែរហើយបានចង់ស្វែងយល់អំពីអាចថាប្រវត្តិនៅក្នុងតំបន់នេះដែរហើយក៏បានព្យាយាមស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសអូស្ត្រាលីអញ្ចឹងហើយក៏បានយល់ថានៅទីនេះមានជនជាតិដើមភាគតិចដូចនៅប្រទេសយើងដែរបានន័យថាយើងតែគាត់ថានៅទីនេះជនជាតិដើមភាគតិចនៅក្នុងប្រទេសអូស្ត្រាលីនេះគាត់មានប្រវត្តិច្រើនដែលឆ្លងកាត់ពេលដែលប្រជាជាតិអូស្ត្រាលីទាំងមូលបានកកើតឡើងអញ្ចឹងតិចច្រើនគឺវាមានរឿងរ៉ាវដែលពួកគាត់ជួបប្រទះកត្តាប្រឈមមួយចំនួនហើយក៏ដូចជាការសម្លឹងទៅមើលអនាគតដូចគ្នាហើយអញ្ចឹងនឹងឲ្យខ្ញុំអត់ទាន់បានជួបផ្ទាល់ជាមួយនឹងសហគមន៍ជនជាតិដើមភាគតិចតែម្ដងទេឬក៏ជនជាតិAboriginal នៅទីនេះប៉ុន្តែខ្ញុំបានជួបនៅក្នុងសាលារបស់ខ្ញុំនឹងមានមជ្ឈមណ្ឌលជនជាតិដើមភាគតិចការ Kulbadi Center បានជាមជ្ឈមណ្ឌលជនជាតិដើមភាគតិចនៅកន្លែងនោះយើងអាចជួបជាមួយនឹងអ្នកដែលជាជនជាតិដើមភាគតិចខ្លះដែរហើយអ្នកខ្លះគ្នាក៏កូនកាត់ដែរហើយអញ្ចឹងយើងអាចស្វែងយល់អំពីអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ពួកគាត់ហើយមែនទែនសាលាដែលខ្ញុំរៀននេះគឺជានៅលើភ្នំមួយដែលជាទីសក្ការៈរបស់ជនជាតិដើមភាគតិចNonga បាទដែលគេតែងតែរំលឹកឬក៏គោរពនៅពេលដែលមុននឹងចាប់ផ្ដើមសម្បីតែកម្មវិធីសិក្សាកម្មវិធីបើកកម្មវិធីផ្សេងៗនេះគេគោរពទៅដល់ពាក្យបរិះពេលអតីតកាលក៏ដូចជាពេលបច្ចុប្បន្នអ្នកដឹកនាំបច្ចុប្បន្នដែលនៅបន្តមានជីវិតឬក៏បន្តនឹងព្រោះវាជាវប្បធម៌ចម្រុះរបស់ប្រទេសអូស្ត្រាលីបាទហើយក្រៅពីនោះខ្ញុំក៏ព្យាយាមស្រាវជ្រាវដែរទៅជាមួយនឹងអត្តសញ្ញាណវប្បធម៌របស់ពួកគាត់ជាពិសេសរឿងតម្បាញរឿងក្បាច់រចនាបថរបស់ជនជាតិដើមភាគតិចនៅប្រទេសអូស្ត្រាលីនេះខ្ញុំគិតថាទាំងអស់ហ្នឹងវាដោយសារ
គេភាគច្រើនគេមានទាំងឧទាហរណ៍ដូចជាករណីក្បាច់រចនាហ្នឹងគឺភាគច្រើនគេមានទាំងធ្វើនៅខាងក្រៅសូម្បីតែក្នុងសួនកុមារសួនអីឬក៏តាមសាលាហ្នឹងគេមានគូក្បាច់ជនជាតិដើមភាគតិចគ្រប់កន្លែងហើយបង្ហាញដល់ការគោរពក៏ដូចជាបង្ហាញដល់តម្លៃនៃវប្បធម៌ចម្រុះរបស់ប្រទេសអូស្ត្រាលីបាទហើយទីពីរក៏គេមានចងក្រងជាឯកសារជាសៀវភៅគេដាក់នៅក្នុង document ក៏មានបាទជាឯកសារអនឡាញហើយក៏យើងអាចស្រាវជ្រាវស្វែងយល់ពីវាអានបន្តអញ្ចឹងយើងយល់តាមពិតប្រពៃណីឬក៏ជំនឿរបស់បងប្អូនជាដើមទីនេះមិនសូវជាខុសពីប្រហែលយើងជឿទៅលើយើងជឿថាអ្វីៗគ្រប់យ៉ាងគឺមានព្រលឹងដូនតាថែរក្សាទាំងអស់សម្បីព្រៃភ្នំបាទទឹកដីអីជាដើមហ្នឹងគឺដូចយើងអញ្ចឹងមិនមែនថាដូចវប្បធម៌បុរាណយើងដែរគឺយើងជឿទៅលើថាទាំងអស់ហ្នឹងគឺមានវិញ្ញាណមានព្រលឹងដែលការពារបាទជឿដូចគ្នាជំនឿរបស់ពួកគាត់ហ្នឹងតែគាត់ថាគាត់បានយកមកចងក្រងមកផ្សព្វផ្សាយជាមួយក្មេងជំនាន់ដល់អញ្ចឹងពួកគាត់ក៏មានបញ្ហាច្រើនដែរទៅលើក្មេងៗខ្លះក៏គាត់មិនព្រមបន្តដែរពួកគាត់គិតថាអាចថាលំបាកអីចឹងទៅណាព្រោះការរៀនស្វែងយល់អំពីវប្បធម៌ហ្នឹងវាត្រូវការផ្សារភ្ជាប់ហើយណាមួយគាត់នៅទីក្រុងអញ្ចឹងវាខ្លះវាដាច់វាអាចផ្សារភ្ជាប់បាន 100% ដូចអ្នកនៅតាមសហគមន៍តាមជនបទហើយតាមនេះទេជាការផ្លាស់ប្ដូរនេះក៏យើងអាចមើលសម្រាប់ខ្ញុំគិតថាវាជាបទពិសោធន៍មួយនៅពេលដែលត្រឡប់ទៅប្រទេសជាតិយើងវិញយើងគិតថាយើងអាចចូលរួមជួយថានេះជាដំណើរវិវត្តនៃប្រទេសជាតិមួយហើយក៏ជាដំណើរវិវត្តមួយដែលវប្បធម៌ពេលខ្លះវាត្រូវការមានការវិវត្តទៅមុខទាំងអញ្ចឹងតែយើងទៅសម្រាប់ពេលខាងនេះគេត្រូវតែបន្តការអភិរក្សនិងថែរក្សានេះជាពិសេសរបស់គេជាពិសេសភាសាសម្បីតែពាក្យ Kulbadi នេះ Kulbadi Center នេះគឺជាភាសារបស់ជាអមេរិក Kulbadi នេះខ្ញុំដូចជាផ្លេចទៅនឹងនិយាយពីរឿងជំនឿអមេរិកបាទយើងគេព្យាយាមអញ្ចឹងនៅក្នុងខាង Western Australia នេះគេវាច្រើនភាសាមួយចំនួនគេចាប់ផ្ដើមនិយាយជាភាសាជំនឿអមេរិកមានភាសាអង់គ្លេសខ្លះដូចកាយ៉ាហ្នឹងដូចជា hello អញ្ចឹងអានឹងជាភាសារបស់នេះហើយទាំងអូស្ត្រាលីទៅអីគេចាប់ផ្ដើមប្រើអញ្ចឹងគេមានកម្មវិធីបង្រៀននៅតាមសាលាតាមអីហ្នឹងគឺដើម្បីក្មេងៗរៀនភាសាហ្នឹងហើយទទួលស្គាល់អំពីការភាពចម្រុះនៃវប្បធម៌របស់អូស្ត្រាលីបាទអញ្ចឹងសម្រាប់ខ្ញុំគិតថាសម្រាប់យើងនៅក្នុងប្រទេសកម្ពុជាយើងគួរតែមើលកន្លែងហ្នឹងដែរគួរតែបន្តការថែរក្សាអត្តសញ្ញាណនៅនឹងវប្បធម៌របស់ជនជាតិដើមភាគតិចហ្នឹងព្រោះជាវប្បធម៌បុរាណរបស់ជាតិយើងបាទហើយវាបង្ហាញអំពីសាមគ្គីជាតិមួយដែលរឹងមាំសម្រាប់យើងបន្តទៅមុខទៅដល់កូនចៅជំនាន់ក្រោយទៀតលើសពីហ្នឹងខ្ញុំគិតថាជនជាតិដើមភាគតិចខ្លួនឯងនៅប្រទេសកម្ពុជាក៏ដោយក៏ត្រូវតែបន្តស្នើសុំឬក៏បង្រឹងខ្លួនឯងដើម្បីឲ្យគាត់អាចថែរក្សានៅអត្តសញ្ញាណវប្បធម៌បានបើសិនជារដ្ឋឬក៏គេប្រឹងប្រែងផ្ដល់ឲ្យតែយើងអត់ព្រមធ្វើអាហ្នឹងក៏ជាបញ្ហាមួយដែរបាទអញ្ចឹងទន្ទឹមនឹងការជួយគ្រប់គ្រងរបស់រដ្ឋប្រទេសជនជាតិដើមភាគខ្លួនឯងត្រូវតែប្រឹងប្រែងបាទថែរក្សាអត្តសញ្ញាណវប្បធម៌ពេលនេះដែរហើយលើកពីហ្នឹងខ្ញុំគិតថារដ្ឋប្រទេសយើងឬក៏រដ្ឋាភិបាលយើងក៏គួរតែពិចារណាទៅលើនៅក្នុងវិស័យដែលពាក់ព័ន្ធមួយជាដើមវិញគួរតែមានតំណាងពីដើមទៅដើម្បីចូលរួមក្នុងនោះពីព្រោះគាត់អាចចូលរួមនៅក្នុងការផ្ដល់ការសម្រេចចិត្តឬក៏ផ្ដល់បទពិសោធន៍ជាក់ស្ដែងមិនមែនត្រឹមតែទ្រឹស្ដីទេគឺអនុវត្តជាក់ស្ដែងហើយអញ្ចឹងវាចេញមកវាចេញជាលទ្ធផលបានជាក់លាក់ហើយងាយស្រួលក្នុងការជួយទៅដល់ការថែរក្សាវប្បធម៌ជាដើមពីតិចនេះផងបាទហើយបងបាទអរគុណជាដែលបានចែកម្លែកនៅបទពិសោធន៍ឬចែកការរៀនល្អចំណេះដឹងរបស់ពីស្វែងយល់ពីវប្បធម៌របស់បងប្អូនជនជាតិដើមនៅខាងប្រទេសអូស្ត្រាលីហើយក៏ចាំជាប់នៅប្រទេសកម្ពុជាហើយមានប្រទេសរបស់ជួនដល់បងប្អូនជនជាតិដើមភាគតិចរបស់យើងនៅក្នុងប្រទេសកម្ពុជាផងដែរចំណុចនេះខ្ញុំគិតថាมันមែនតែខ្ញុំទេ
ទោះបីទស្សនិកជនក៏ចង់ដឹងដែរព្រោះយើងដឹងអំពីសង្ខារដឹងអំពីរឿងមួយចំនួនភាសាជាប់ពីអូស្ត្រាលីឬមួយហើយចំណុចនេះយើងចង់វិលត្រឡប់មកប្រទេសកម្ពុជាយើងវិញចំនួននេះតកតងជាមួយនឹងការប្រជុំសជាគិតថាតើអ្វីដែលជាប្រជុំកន្លងមកនៅពេលដែលយើងនិយាយអំពីការអភិរក្សមរតកទាំងអស់ហ្នឹងតើអ្វីដែរដែលជាផលវិបាកដូចជាការប្រជុំរបស់យើងកន្លងមកនៅពេលដែលយើងចង់អភិរក្សឬមួយក៏ចង់ថែរក្សាទៅលើកេរដំណែលក៏ដូចជាវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចបាទបងសំណួរនេះរៀងពិបាកដែរតែខ្ញុំគិតថាខ្ញុំព្យាយាមឆ្លើយហើយនឹងក៏ដូចជាចូលរួមតាមបទពិសោធន៍ដែលធ្លាប់មានក៏ដូចជាអាចពេលខ្លះក៏អាចត្រូវវាអាចពេលខ្លះវាអាចជាចំណុចសម្រាប់ភាសាបន្តឬក៏សម្រាប់ស្រាវជ្រាវបន្តតែយើងត្រូវធ្វើមកជាមួយគ្នាកត្តាប្រឈមសម្រាប់ការអភិរក្សវប្បធម៌ជនជាតិដើមភាគនេះនៅប្រទេសយើងទីមួយខ្ញុំគិតថាការយល់ដឹងបាទការយល់ដឹងជាសាធារណជនទាំងមូលក៏ដូចជាអ្នកបង្កើតគោលនយោបាយក៏ដូចជាអនុវត្តគោលនយោបាយហ្នឹងការយល់ដឹងហ្នឹងវាមិនបានពេញលេញគ្រប់គ្រាន់ដល់ហើយអាចខ្លះកន្លែងខ្លះដឹងតែតាមផ្នែកឬក៏ដឹងមកចំណែកអីហ្នឹងហើយអត់បានយល់ជារួមអញ្ចឹងដូចគេថាអញ្ចឹងគឺកាលណាយើងអត់យល់ធ្វើឲ្យយើងគិតថាហ្នឹងវាខុសពីគ្នាឬក៏វាមិនមែនជាមួយគ្នាឬក៏អាចថាធ្វើទៅបានអីមកវិញប្រយោជន៍អីមកវិញសម្រាប់វប្បធម៌រួមរបស់ជាតិយើងអញ្ចឹងវាអាចកន្លែងហ្នឹងមួយដែរខ្ញុំលើកឧទាហរណ៍ទស្សនៈយល់ខុសមួយចំនួនឬក៏អាចថាយល់ច្រឡំមួយចំនួនទៅលើបាទការថែរក្សានៅគេហៅគាត់ធ្វើជាការវិលជុំបាទធ្វើជាការវិលជុំឬក៏ចំការបនេចរនេះហៅចំការបនេចរ safety cultivation គឺភាគច្រើនទស្សនៈជារួមយល់ថាការធ្វើបែបហ្នឹងគឺបំផ្លាញធនធានធម្មជាតិបរិស្ថាននេះជាដើមតែជាក់ស្ដែងការប្រតិបត្តិនឹងរាប់រយជំនាន់រាប់ពាន់ឆ្នាំមកហើយគឺនៅតែបន្តមានបាទហើយបានថានៅតែមាននិរន្តរភាពហើយព្រៃឈើទាំងអស់ហ្នឹងគឺអត់បាត់ទៅណាទេគឺនៅតែបន្តអាហ្នឹងគឺជាវិធីសាស្ត្រដែលជាចំណេះជំនាញជាចំណេះដឹងជនជាតិដើមភាគតិចដែលយូរលង់មកហើយថែរក្សាបានមករហូតមកបាទអញ្ចឹងមួយទៀតអាចថាការយល់ច្រឡំមួយចំនួនថាបើសិនជាជួយពួកគាត់មានខ្ញុំលើកឧទាហរណ៍ដូចសុវត្ថិភាពដីធ្លីបើសិនជាសុវត្ថិភាពដីធ្លីពីពូនៅក្នុងក្របខ័ណ្ឌច្បាប់យើងគឺយើងមានការចុះបញ្ជីដីសមូហភាពជាដើមភាគតិចដែលការចុះបញ្ជីដីនេះធានាដោយច្បាប់ភូមិបាលឆ្នាំ2001ហើយខ្ញុំដឹងថាប្រទេសយើងកំពុងតែពិនិត្យកែប្រែច្បាប់ហ្នឹងអញ្ចឹងយើងឃើញថានៅក្នុងច្បាប់ហ្នឹងគឺមែនតើស្មារតីច្បាប់គឺល្អគឺដើម្បីផ្ដល់សុវត្ថិភាពដីធ្លីដល់ពួកគាត់ហើយពួកគាត់អាចមានសុខដុមនីយកម្មហើយបន្តអភិវឌ្ឍសហគមន៍របស់គាត់បានតទៅទៀតបាទតែយើងឃើញមានកន្លែងខ្លះក៏ការអនុវត្តហ្នឹងក៏អាចថានៅមិនទាន់ជួបជាតិទាំងអស់គ្នាឧទាហរណ៍ខ្ញុំលើកថានៅក្នុងតំបន់ដែនជម្រកសត្វព្រៃឬក៏អីចឹងចុះយល់ថាការផ្ដល់ដីសមូហភាពនេះគឺធ្វើឲ្យប៉ះពាល់ដល់ការអភិរក្សជីវៈចម្រុះឬក៏ធម្មជាតិតាមពិតអត់ទេបើយើងនិយាយស្មោះត្រង់ការផ្ដល់ដីការផ្ដល់ដីសហគមន៍ជាច្រើនបន្តិចហ្នឹងសមូហភាពជាច្រើនបន្តិចហ្នឹងតែពិតវាជាមធ្យោបាយសម្រាប់ការពារដំណោះនៅពេលអនាគតបាទវាជា future issue prevention ហើយ measure វាមិនទីមួយគឺផ្ដល់សិទ្ធិគាត់ច្បាស់លាស់ក្នុងការអាស្រ័យផលពីធម្មជាតិឲ្យគាត់ហើយគាត់មានសិទ្ធិម្ចាស់ការនៅក្នុងការចាត់ចែងគ្រប់គ្រងអភិរក្សរបស់គាត់ត្រឹមត្រូវអញ្ចឹងទាំងការអភិរក្សដែនជម្រកសត្វព្រៃឬក៏អីហ្នឹងគឺវាអត់មកជន់កន្លែងគាត់ហើយគាត់ក៏មិនទៅជន់កន្លែងហ្នឹងដែរទីមួយ
bởi bật cho mình mình đến quạt sụp chật lẹ bong mà hôm nay thà quạt mình từ bắt đầu từ bắt bỏ đó là sẽ chăm sóc tao nó tiếp bụ riêng bàn cù bắt đầu mùi ở bụ quạt và anh đang mùi đây riêng khơi cả vô cho làm hay khi chén quạt xong nắng cứ riêng khơi nơi tại bật tung cái tại riêng ở toàn vô cái này ta bất vì gì mình chụp bài bởi riêng mưa từ nào cũng vì gì mình chụp bài cà phê có mai mình cần nọ tivi Kim kết tha làm vậyចូលរួមក្នុងការវត្តជនជាតិដើមបន្តិចទៅពង្រឹងទៅដល់ក្មេងៗជំនាន់ក្រោយដែលគាត់មានឱកាសបាទទាំងវិស័យអប់រំវិស័យសុខភាពវិស័យផ្សេងៗនេះគាត់មានឱកាសចូលរួមបាទហើយកន្លែងនេះពេលខ្លះយើងត្រូវការជួយគ្រប់គ្រងពីរដ្ឋដើម្បីឲ្យគាត់អាចមានមធ្យោបាយទទួលបាននៅសេវាទាំងនេះពីព្រោះឥឡូវនេះមានការយល់គិតថាអូបើយើងជួយអញ្ចឹងចុះចំណាយច្រើនឬក៏គាត់នៅឆ្ងាយតែបើយើងអាចមានវិធីច្រើនក្នុងការជួយគាត់ខ្ញុំគិតថាយើងអាចរកវិធីបានហើយគាត់អាចបន្តចូលរួមអភិរក្សវប្បធម៌ប្រពៃណីរបស់គាត់ហើយគាត់អាចចូលរួមអភិរក្សសហគមន៍របស់គាត់បានល្អទៀតបាទអញ្ចឹងពីព្រោះការជួយទាំងអស់នេះកាលណាយើងជួយគាត់មានគេហៅព្រោះមានគោលការណ៍មួយដែលគេនិយាយថាownership ភាពជាម្ចាស់ឬក៏ជាសិទ្ធិរបស់គាត់ដែលគាត់អាចនៅពេលដែលគាត់ចេះគាត់រឹងមាំហើយគាត់អាចបន្តចូលរួមនៅក្នុងការអភិរក្សទាំងហ្នឹងព្រោះយើងឃើញចុងក្រោយបំផុតនៅក្នុងតំបន់ដែលពួកគាត់រស់នៅពួកគាត់បានចូលរួមច្រើនគាត់ជាពិសេសទៅលើការអភិរក្សធម្មជាតិប៉ុន្តែរដ្ឋក៏ត្រូវមើលដែរថាតើយើងជួយយ៉ាងម៉េចដើម្បីឲ្យគាត់អាចមានគេហៅជីវភាពមួយដល់រឹងមាំបន្តទៀតពីព្រោះខ្ញុំគិតថារដ្ឋគួរតែ balance កន្លែងពីរហ្នឹងអញ្ចឹងបានថាដូចជាការផ្ដល់ដីសមូហភាពជនជាតិដើមបន្តិចក៏ដូចជាការអភិរក្សហ្នឹងជីវៈចម្រុះអីហ្នឹងយើងត្រូវ balance គ្នាបាទបើយើងផ្ដល់សិទ្ធិឲ្យគាត់ការពារតាមពិតគាត់ការពារបានតែកាលណាបើសិនជាយើងគិតថាយើងដកសិទ្ធិគាត់មិនឲ្យការពារអញ្ចឹងវាតាមពិតគឺដូចជាទាញឲ្យគាត់ប្រឈមទៅនឹងបើថាគាត់មើលឃើញថាអាហ្នឹងគឺដកចាស់របស់ដែលគាត់ធ្លាប់មានហើយដកគាត់អញ្ចឹងក៏ធ្វើឲ្យគាត់អាចនឹងប៉ះពាល់ថាគាត់បើអញ្ចឹងគាត់នឹងចូលរួមបំផ្លាញទៅវិញអញ្ចឹងកន្លែងនេះមួយដែលខ្ញុំគិតថាបើផ្ដល់សិទ្ធិឲ្យគាត់ការពារដូចខ្ញុំថាអញ្ចឹងគឺប្រវត្តិពីដើមមកជាច្រើនទៅយល់ថាដីទីទំនាបជាតិគឺជារបស់គាត់ហើយគាត់ប្រើដោយមាននិរន្តរភាពហើយគាត់ការពារទៅវិញដែរបាទអាហ្នឹងជា concept ជាទស្សនៈរបស់ជាដើមតិចជាទូទៅមកសហគមន៍ដែលខ្ញុំធ្លាប់ធ្វើការជាមួយគឺគាត់មានចំណុចហ្នឹងតែបើសិនយើងដកសិទ្ធិគាត់ទាំងស្រុងអញ្ចឹងយើងអាចនឹងបង្កើតជាគេហៅចលករមួយជំរុញថាគាត់អស់លែងបានទទួលរបស់ហ្នឹងហើយអញ្ចឹងអាចជាផលលំបាកសម្រាប់ការអភិរក្សជីវៈចម្រុះធនធានឬអីទាំងអស់អញ្ចឹងហើយបងខ្ញុំគិតថាកន្លែងហ្នឹងដែលខ្ញុំចង់ចូលរួមបាទអរគុណច្រើនសុជីចំណុចល្អដែលបានលើកឡើងមកជាមួយរឿងនេះសុជីមុននឹងយើងទៅកាន់សំណួរបន្ទាប់ខ្ញុំចង់សុំសួរកន្លែងនេះបន្តិចថាពីមុនមកសុជីនិយាយថាបងប្អូនជនជាតិដើមភាគតិចយើងគាត់រស់នៅជាកុលសម្ព័ន្ធកាលពីសម័យក្នុងប្រវត្តិសាស្ត្រហើយសប្តាហ៍ថ្ងៃនេះពេលខ្លះក៏យើងឃើញថាគាត់រស់នៅក្នុងតំបន់ក៏ដូចជានៅតាមភូមិដាច់ស្រយាលពីគ្នាដែរច្រើនមិនសូវជានៅក្នុងតំបន់ជុំគ្នាក៏មិនជុំវិញនេះនៅពេលដែលបងប្អូនជនជាតិដើមភាគតិចរបស់យើងគាត់រស់នៅក្នុងតំបន់ផ្សេងគ្នាបាទអាចថានៅក្នុង1ក្នុងទី2ក្នុងទី3អីចឹងទៅហើយប្រព័ន្ធនៃការធ្វើដំណើរក៏ដូចជាគាត់ដឹកជូនឬក៏អីផ្សេងហ្នឹងក៏មានកត្តាប្រឈមជំវិញដែរអាហ្នឹងវាអាចជាកត្តាប្រឈមនៅពេលដែល
dương thua rương xem gì đại thế bờ chia cả vô khơi một nhóm có thà về cả phò trẻ nó về mình tí tuổi của địa sát hay tầm mòn về mình tết là chúng làm tết cứ còn luôn là bạn chẳng bà của cái hai tầm mòn đồn ta mà còn nó miền còn ở tận nơi mà còn lại nhỉ bà vì còn trong đô vì tầm mòn đi một tầm mòn đi nó cứ còn cứ đồ chẳng bàn và thấy nó cứ miền trongច្បាប់របស់សហគមន៍ជាប្រពៃណីរបស់គាត់ដែលហៅ customary law ប្រពៃណីរបស់គាត់តែគាត់មានការឯកភាពគ្នាផ្ទៃក្នុងរបស់គាត់បាទដូចជាខ្ញុំចាំបានអឺប្រវត្តិដើមគឺជនជាតិដើមភាគតិចខាងពួកខ្ញុំការការពីមុនប្រហែលជាមុនសម័យប្រាំងផងគឺយើងដូរភូមិរៀងរាល់ប្រហែលជាមិនតិចជាងអាចក្នុង10ទៅ10ឆ្នាំទៅ15ឆ្នាំយើងដូរភូមិម្ដងគឺយើងដូរឆ្លាស់តែភូមិដែលយើងធ្លាប់ដូរហ្នឹងទៅកន្លែងភូមិថ្មីអាភូមិចាស់ហ្នឹងគឺគេហៅភូមិចាស់ដែលហើយភូមិអ្នកដទៃក៏មិនអាចមកនៅកន្លែងហ្នឹងដែរអញ្ចឹងការដូរនេះគឺចង្កាត់អាចនឹងដូរពី3កន្លែងហើយបានវិលជុំមកដល់កន្លែងចាស់ហ្នឹងដែរអាហ្នឹងគេហៅ historical moving piece របស់គាត់គាត់ឃើញចឹងអឺវាប្រហែលជាអាចក្នុងសម័យបុរាណគឺជាវិធីសាស្ត្រដើម្បីទប់ទល់នឹងជំងឺដង្កាត់មួយចំនួនឬក៏អាចតាក់ទងជាមួយនឹងការការពារនេះដែរវិទ្យាសាស្ត្ររបស់ពួកគាត់ដែរព្រោះបើនៅមួយកន្លែងដដែលអាចកើតជាជំងឺផ្សេងដែលប្របាក់ក្នុងការនេះបាទហើយកន្លែងនេះដល់ពេលអញ្ចឹងបានថាសម្រាប់យើងវាសនាយើងចង់តែសម័យពេលនេះយើងវាលែងតែអញ្ចឹងហើយគាត់ថាអាចនៅឆ្ងាយពីគ្នាគាត់នៅដុំនេះដុំនោះប៉ុន្តែទាំងអស់ហ្នឹងខ្ញុំគិតថាវាមិនជាបញ្ហាទេពីព្រោះវិជាវិធីសាស្ត្រទី1គាត់អាចប្រើប្រាស់ពេលចង់និយាយថាកន្លែងហ្នឹងសម្រាប់ទ្រទ្រង់ជីវភាពរបស់គាត់អាចអាស្រ័យផលពីធនធានធម្មជាតិគាត់អាចពីការពារជីវៈចម្រុះអីរបស់គាត់ណាបាទអញ្ចឹងបានពេលខ្លះដូចករណីចុះជាដីសមូហភាពអញ្ចឹងយើងឃើញសហគមន៍មួយអញ្ចឹងទៅមានមួយកន្លែងនៅកន្លែងនេះខ្លះនៅកន្លែងនេះខ្លះនៅកន្លែងនេះខ្លះខ្ញុំគិតថាយើងកុំកាត់ក្បាលតម្រឹមមួកយើងត្រូវកាត់មួកតម្រឹមក្បាលវិញយើងត្រូវសេរីមិនឲ្យ inclusive គាត់ថាគាត់ត្រូវចូលរួមយ៉ាងម៉េចយើងត្រូវគាត់ include គាត់យ៉ាងម៉េចយើងត្រូវវាអាចចំណាយច្រើនវាអាចប្រើពេលច្រើនប៉ុន្តែនិយាយពីការនិរន្តរភាពវិញវាក៏ល្អជាងបាទហើយយើងឃើញដូចខ្ញុំថាអញ្ចឹងពួកគាត់ទៅនៅតំបន់ណាហ្នឹងគឺច្រើនគាត់ទៅជួយការពារកន្លែងហ្នឹងគាត់អត់ដែលទៅធ្វើឲ្យតំបន់កន្លែងហ្នឹងសេចក្តីឬក៏អីទេព្រោះអាហ្នឹងជាវប្បធម៌របស់ពួកគាត់ណាបាទអរគុណសុជាដែលបានបន្ថែមទៅលើចំណុចនេះហើយសុជាបើសិនជាយើងមើលតាក់ទងជាមួយនឹងកត្តាប្រឈមសុជាបានលើកមកយើងឃើញថាមានច្រើនដែរដូចជាតាក់ទងជាមួយនឹងតុល្យភាពនៃការអភិវឌ្ឍដូចជាតាក់ទងជាមួយនឹងការចូលរួមរបស់បងប្អូនជនជាតិដើមភាគតិចទៅលើសិទ្ធិសម្រេចចិត្តមួយចំនួនដូចជាតាក់ទងជាមួយនឹងប្រព័ន្ធនៃការគ្រប់គ្រងបងប្អូនជនជាតិដើមភាគតិចរបស់ហ្នឹងពីជុំវិញហ្នឹងហើយក៏ដូចជាតាក់ទងជាមួយនឹងការប្រឈមក្នុងការអភិរក្សវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចយើងជាតាក់ទងនឹងកន្លងមកនេះគឺជាអ្វីដែលជាកត្តាប្រឈមកន្លងមកជាបានចូលរួមក្នុងគម្រោងដូចជាក្នុងការដោះស្រាយទៅលើកត្តាប្រឈមទាំងអស់នេះខ្លះឬទេកន្លងមកហ្នឹងហើយបងខ្ញុំគាត់មុននឹងឆ្លើយសំណួរនេះខ្ញុំចង់បកទៅក្រោយបន្តិចថាតើហេតុអីបានអ្វីដែលខ្ញុំលើកនេះវាអាចខ្ញុំបញ្ជាក់ថាវាអាចត្រូវខ្លះហើយអាចខុសខ្លះណាប៉ុន្តែជារួមបើយើងមើលនៅអាស៊ីទាំងមូលប្រទេសយើងអាចរាប់ថាជាប្រទេសមួយដែលដើរឈានមុខគេក្នុងវិស័យលើកកម្ពស់
ជនជាតិដើមភាគតិចហ្នឹងបាទក៏ប៉ុន្តែយើងក៏នៅសម្រាប់ការដូចជាក់ស្ដែងយើងមានច្បាប់ដែលទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិចនៅក្នុងរដ្ឋធម្មនុញ្ញយើងក៏ទទួលស្គាល់ជនជាតិដើមភាគតិចបាទជាពូជពង្សរបស់យើងទាំងមូលដូចគ្នាទេហើយយើងមានច្បាប់ព្រៃឈើច្បាប់ភូមិបាលច្បាប់តំបន់ការពារធម្មជាតិអីហ្នឹងអភិរក្សជីវៈចម្រុះអីផ្សេងៗក៏ទទួលស្គាល់ពួកគាត់ដែរប៉ុន្តែគាត់ថាការអនុវត្តឬក៏ធនធានដែលដើម្បីជួយអនុវត្តច្បាប់ទាំងអស់ហ្នឹងគឺយើងនៅមានអាចនឹងមានកម្រិតព្រោះដោយសារតែប្រហែលជាអាចតម្រូវការអតិភិបនៃការវត្តជាតិយើងអញ្ចឹងការបែងចែកធនធានទៅការជួយលើផ្នែកគាត់ហ្នឹងរៀងស្រួលស្ដាងបើធៀបជាមួយនឹងសូចនាករអភិវឌ្ឍផ្សេងបាទអញ្ចឹងដូចករណីក្នុង SDG ក្នុងការគោលដៅវត្តប្រជាភាពហ្នឹងគឺប្រទេសយើងបានធ្វើផែនការជាតិសម្រាប់ចូលរួមប៉ុន្តែកន្លងមកខ្ញុំនឹងចូលមកដល់សំណួរបងសួរមិញហ្នឹងខ្ញុំធ្លាប់ចូលរួមនៅក្នុងការរៀបចំសម្របសម្រួលឲ្យមានរៀបចំជាផែនការជាតិសម្រាប់អភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិចដែលដឹកនាំដោយក្រសួងអភិវឌ្ឍជនបទបាទហើយនៅក្នុងហ្នឹងគេរាប់បញ្ចូលវិស័យជាច្រើនទាំងពីអប់រំសុខភាពហើយធនធានធម្មជាតិអីឡើងហ្នឹងអញ្ចឹងតែដោយសារតែយើងអត់សូវមានធនធានជាពិសេសផ្នែកហិរញ្ញវត្ថុតែម្ដងអញ្ចឹងយើងបានទុកកិច្ចការហ្នឹងមិនបោះចោលទេប៉ុន្តែនៅទុកយើងនៅខ្វះយើងនៅរកហើយយើងឃើញមានអង្គការសង្គមស៊ីវិលក៏ដូចជាផ្នែករដ្ឋយើងហ្នឹងក៏បន្តធ្វើតាមអ្វីដែលអាចធ្វើទៅបានបាទដូចជាការរៀបចំទិវាយុវជនភាគតិចអីជារៀងរាល់ឆ្នាំហ្នឹងនៅតែបន្តធ្វើអាហ្នឹងតាមតិចតាមធំអាហ្នឹងតែធ្វើហើយក្រៅពីហ្នឹងក្នុងវិស័យគេហៅស្ថិតិហ្នឹងជាដើមហ្នឹងគឺឃើញក្រសួងផែនការបន្តរៀបចំធ្វើកតន័យវិទ្យាសាស្ត្រជនជាតិដើមភាគតិចជារៀងមិនបានជាទៀងទាត់ទេប៉ុន្តែចាប់ផ្ដើមមានបានថាដឹងស្ថិតិជនជាតិដើមភាគតិចនៅប្រទេសយើងមានប្រមាណនៅតំបន់ណាខ្លះនៅនិយាយភាសាអីហើយកំពុងតែមានបញ្ហាអីប្រឈមអីឬក៏អភិវឌ្ឍបែបណាហ្នឹងគឺមានបាទហើយក្រៅពីហ្នឹងមានក្រសួងដែនដីលោកនៅតែបន្តធ្វើកិច្ចការរបស់លោកពីចុះបញ្ជីដីសមូហភាពជាដើមភាគតិចជាសេចក្ដីក៏គឺ10ក្នុងមួយឆ្នាំអីចឹងប៉ុន្តែទៅតាមលទ្ធភាពទៅតាមធនធានអាចមានអញ្ចឹងកាលហ្នឹងសិតជាអ្វីដែលខ្ញុំបានធ្លាប់ចូលរួមធ្វើហើយយើងធ្លាប់ស្នើសុំឲ្យមាននេះដែរកែច្បាប់មួយចំនួនឬមិនគេផ្នែកខ្លះនៃមាត្រាខ្លះនៃច្បាប់ដូចជាភូមិបាលឬក៏តំបន់ការពារធម្មជាតិព្រោះច្បាប់ទាំងអស់នោះបើយើងព្រោះយើងមិនជាទស្សនៈរបស់ខ្ញុំទេប៉ុន្តែជាទស្សនៈរបស់សហគមន៍គាត់ថាទៅកែកនេះចឹងជាពិសេសឧទាហរណ៍ដូចករណីដីសហគមន៍ការពារធម្មជាតិចឹងយើងមានអាយុកាលតែ10ឆ្នាំអីចឹងយើងចង់ឲ្យមានជារហូតមកទៅព្រោះអាហ្នឹងវាដើម្បីធានាឲ្យមានការចូលរួមរបស់សហគមន៍បាននិរន្តរភាពយូរអង្វែងតែលើសពីនេះខ្ញុំក៏នេះដែរនៅក្នុងរឿងភាសាខ្ញុំនិយាយមកទៅខ្ញុំព្យាយាមទីមួយខ្ញុំជាជនជាតិដើមភាគតិចខ្ញុំមិនឲ្យបាត់ខ្លួនភាសាខ្លួនឯងទេខ្ញុំនៅតែបន្តនិយាយភាសាខ្ញុំជាមួយបងប្អូនខ្លួនឯងកូនខ្លួនឯងខ្ញុំព្យាយាមបាទទោះបីថាកូនខ្ញុំមិនសូវទាន់ចាប់បានទេព្រោះគាត់នៅដល់ពេលមករៀនតែភាសាខ្មែរភាសាអង់គ្លេសទៀតអញ្ចឹងគាត់រៀងបែកខ្ញុំខ្លាចតែគីឡូគាត់ពិបាកខ្ញុំក៏ថាឲ្យគាត់ទៅជាជំហានបាទតែសម្រាប់នៅពេលបច្ចុប្បន្នយើងព្យាយាមប្រើប្រាស់អក្សរដែលបានរៀបចំចងក្រងដោយក្រសួងអប់រំយើងចង់ឲ្យចេះប្រើអក្សរហ្នឹងឲ្យបានបងប្អូនគ្នាទូលំទូលាយយើងអាចចង់ឲ្យចេះសរសេរចេះចងក្រងអ្វីរឿងរ៉ាវជាភាសាយើងព្រោះហ្នឹងវាជាការចូលរួមដោយនិរន្តរភាពពិតប្រាកដបាទហើយលើពីហ្នឹងដោយសារខ្ញុំធ្លាប់ធ្វើកិច្ចការជួយរឿងយុវជនដែរព្រោះខ្ញុំធ្លាប់ជួយក្នុងពេលមុនខ្ញុំធ្លាប់ជាប្រធានសមាគមយុវជនមួយហើយខ្ញុំ
បានក្នុងរយៈពេលប្រហែលជា5ឆ្នាំខ្ញុំបានជួយយុវជនអាចមករៀនបាន35នាក់ដែលមករៀនពីបានបញ្ញាបត្របញ្ញាបត្ររងបញ្ញាបត្របាទពីសាកលវិទ្យាល័យអាហ្នឹងជាផ្នែកមួយហើយបើយើងចង់ឲ្យពួកគាត់ត្រឡប់ទៅជួយភូមិរបស់គាត់តាមដែលអាចធ្វើទៅបានប៉ុន្តែខ្ញុំគិតថាឥឡូវនេះតម្រូវការហ្នឹងកាន់តែច្រើនយុវជនចេះតែមករៀននៅច្រើនហើយយើងព្យាយាមដោយសារខ្ញុំក៏ជាស្ថាបនិកនៃសមាគមហ្នឹងអញ្ចឹងយើងបន្តជួយដល់យោបល់ឲ្យគាត់ព្យាយាមពង្រឹងភាសាអង់គ្លេសភាសាបរទេសពួកអាចជួយឲ្យគាត់មានឱកាសចាប់យកអាហារូបករណ៍ឬក៏រៀនបានទូលំទូលាយតែកុំភ្លេចភាសាជាតិយើងព្រោះភាសាជាតិជាភាសាស្នូលហើយភាសាដើមរបស់យើងជាភាសាគេហៅ mother tongue ជាភាសាដើមយើងកុំឲ្យភ្លេចឲ្យសោះព្រោះភាសាហ្នឹងវាជួយយើងបានច្រើនក្នុងការបន្តអភិរក្សថែរក្សាវប្បធម៌ប្រពៃណីរបស់យើងក្រៅពីហ្នឹងយើងមួយទៀតខ្ញុំចូលរួមដែរជួយរឿងវប្បធម៌ប្រពៃណីនេះបើខាងយុវជនយើងក៏មានអ្នកខ្លះគាត់ចាប់ផ្ដើមចេះចងក្រងជាចម្រៀងជាតាមវិធីថតជាវីដេអូថតជាអីហ្នឹងហើយពេលខ្លះគាត់ធ្វើជារឿងនិទានអីចឹងពេលខ្លះគាត់ចាប់ផ្ដើមប្រើប្រាស់ដោយសារតែយើងមានមធ្យោបាយទំនាក់ទំនងសង្គមចឹងទៅគាត់អាចសរសេរឬគាត់អាចនិយាយជាភាសាហ្នឹងហើយអាហ្នឹងជាប្រតិកម្មបន្តអត្តសញ្ញាណហើយមួយទៀតយើងព្យាយាមផ្សព្វផ្សាយដូចជាក្បាច់រចនាបថរបស់យើងឬក៏នេះការស្លៀកពាក់របស់យើងដូចខ្ញុំបានពាក់នេះអានេះជាកន្សែងចិញ្ចៀនប្រមុំពួកខ្ញុំហើយពណ៌ពីច្រើនមានពណ៌បៃតងនេះពណ៌ខ្មៅហើយនិងពណ៌ក្រហមពីច្រើនពណ៌គឺជាតំណាងឲ្យជនជាតិដើមភាគតិចពណ៌ក្នុងពណ៌នោះមានច្រើនដំបូលតូចប៉ុន្តែជារួមគឺដែលយើងឃើញថាលេចជាងគេគឺដោយកន្សែងនេះអញ្ចឹងគឺពីច្រើនគឺហ្នឹងជាអត្តសញ្ញាណរបស់យើងដែរបាទអញ្ចឹងមកនេះសម្រាប់ពណ៌ប៉ុន្តែក៏គិតជាតាមផ្សេងទៀតពួកយើងចង់ឲ្យគាត់ជួយចូលរួមដែរព្រោះបើណាគាត់ចូលរួមទៅវាធ្វើឲ្យប្រទេសជាតិយើងមានវប្បធម៌ចម្រុះមួយដែលជាគេមរតកយើងអាចថាយើងមានមោទនភាពបើសិនជាយើងអាចបន្តថែរក្សាគេមរតកដូនតាបានបាទបងប៉ុណ្ណឹងខ្ញុំជឿថាគុំក៏ដូចជាគ្រូសាស្ត្រស្គីមានមោទនភាពខ្លាំងមែនទែនចំពោះសជាហើយខ្ញុំជឿថាសជាជាគំរូមួយបើយើងនិយាយភាសាអង់គ្លេសថាជា idol មួយសម្រាប់បងប្អូនជនជាតិដើមភាគតិចរបស់យើងដែលគាត់នឹងសម្លឹងមើលហើយគាត់នឹងព្យាយាមយកគំរូតាមហើយខ្ញុំជឿថានៅក្នុងណាមួយយើងនឹងឃើញបងប្អូនជនជាតិដើមភាគតិចយើងច្រើនបន្តទៀតជាប់អាហារូបករណ៍នេះបាទអ្វីដែលសំខាន់មួយទៀតសជានេះសម្រាប់ខ្ញុំខ្លួនឯងផ្ទាល់តែម្ដងហើយក្នុងពេលតែមួយខ្ញុំគិតថាទស្សនិកជនរបស់យើងក៏គិតដូចខ្ញុំដែរបាទជាទូទៅពេលខ្លះយើងអាចស្មានបែបនេះយើងអាចស្មានបែបនោះពីជុំវិញហ្នឹងឬក៏យល់បែបនេះយល់បែបនោះចំពោះបងប្អូនជនជាតិដើមភាគតិចរបស់យើងសម្រាប់ជាគិតថាអ្វីដែលជាការយល់ខុសរបស់មហាជនរបស់យើងទៅលើបងប្អូនជនជាតិដើមភាគតិចឬក៏វប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចបាទបងតាមពិតពេលនៅរៀនក៏ដូចជាពេលដែលយើងចាប់ដើមដើរបានច្រើនជាពិសេសនៅក្នុងតំបន់ភាគកណ្ដាលយើងនិយាយយ៉ាងចុះនឹងអាចធ្លាប់មានសំណួរមួយចំនួនធ្លាប់មានឮដែរបងប្អូនយើងឬក៏តែមិនច្រើនទេមានអ្នកខ្លះទេគាត់មានទស្សនៈមិនដឹងថាគាត់បានឮពាក្យហ្នឹងឬក៏យល់ពីយ៉ាងណាទេបានជាពេលខ្លះគាត់គិតថាចំណូលថតដូចករណីជំរាបបំណងហ្នឹងគេថាហើយសឹងតែមិត្តភក្តិសូម្បីតែមិត្តភក្តិខ្ញុំដែលធ្លាប់នៅរៀនជាមួយគ្នាកាលមុនក៏គាត់នៅឆ្ងល់គាត់ថាតែគាត់ថាដែរគាត់ខ្ញុំសួរកុំខឹងណាប៉ុន្តែមានអញ្ចឹងនៅមានអញ្ចឹងមិនអត់អញ្ចឹងណាគាត់ថាជំរាបបំណងហ្នឹងឲ្យតែបើថាមានបងប្អូនឬក៏មានខ្លើមានម្រះអីទៅលេងអញ្ចឹងទៅគេកាប់កូនធ្វើម្ហូបឲ្យស៊ី
តែគាត់សួរអញ្ចឹងហើយមានដែរមានអ្នកខ្លះគេយល់ទៀតគេថាគេថាឲ្យតែចាស់ចាស់ទៅហើយតែគាត់អត់ដឹងថាជនជាតិណាទេគាត់និយាយអញ្ចឹងណាឲ្យឡើងលើដើមឈើហើយកូនចៅនោះទៅរួនឲ្យគាត់ធ្លាក់លើដើមឈើមិនស្លាប់ហើយអាហ្នឹងជាការយល់គាត់បាទហើយមួយទៀតហ្នឹងហើយដូចគេហៅស្អីផាហោងទ្រូងផងអីចឹងណាអាហ្នឹងជាការយល់របស់គាត់អញ្ចឹងខ្ញុំក៏ព្យាយាមបកស្រាយទាំងអស់ថាក៏ដែរមានអញ្ចឹងទេយើងភ្នងក៏ដូចជាជនជាតិដើមគួយទំពួនគ្រឹងយារាយកញ្ចក់លុនស្អូចពណ៌ចងអីទាំងអស់ហ្នឹងគឺដូចតែយើងកម្ពុជាចង់និយាយថាប្រជាខ្មែរនៅភូមិភាគកណ្ដាលដែរបាទតែខ្ញុំបានបញ្យល់រឿងប្រវត្តិអីទាំងអស់ហ្នឹងថាបាទវាអត់មានរឿងនឹងកើតឡើងទេហើយខ្ញុំថាបើសិនជាខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងដូចខ្ញុំខ្លួនឯងបើសិនជាខ្ញុំអឺពួកឪពុកខ្ញុំគាត់សបោម្រ័ក្សខ្លើណាបាទមានតាំងបងប្អូនខ្មែរកណ្ដាលក៏មានហ្នឹងហើយខាងឡាវខាងថៃគាត់អាសាមកលេងដែរខ្ញុំថាបើសិនជាអញ្ចឹងមែនណាពុកខ្ញុំប្រកាសជាកាប់ខ្ញុំចោលហើយមកធ្វើម្ហូបទទួលម្រ័ក្សខ្លាគាត់បាត់ហើយអញ្ចឹងណាអញ្ចឹងវាអត់មានទេឥឡូវខ្ញុំមកមានមកពេលនេះគឺរឿងនឹងទាំងអស់នេះវាអត់ពិតទេអញ្ចឹងណាអញ្ចឹងហើយជាសំណុំពរដែរកន្លែងហ្នឹងគឺចង់ឲ្យបងប្អូនបើសិនជាបងប្អូនឮឬក៏មានគេនិយាយអញ្ចឹងបងប្អូនកុំតន់ជឿបាទកុំតន់ជឿទៅមើលខ្លួនឯងផ្ទាល់ទៅស្វែងយល់ខ្លួនឯងផ្ទាល់ហើយកុំមើលមកផ្លែតណាទៅមើលឲ្យជាក់ថាពីខ្មែរឲ្យមើលជាក់កុំញាក់អញ្ចឹងយើងមើលយើងទៅគាត់ថាយើងចង់ស្វែងយល់អំពីរបៀបរស់នៅគាត់ទៅនៅមួយគាត់មកខែពីរខែមើលមកយើងដឹងថាគាត់រស់នៅមិនគាត់ធ្វើម្ហូបមួយគាត់ងើបមិនគាត់ថែទាំកូនចៅគាត់មិនអាហ្នឹងយើងដឹងហើយបាទมันខុសពីខ្មែរកណ្ដាលទេមែនតើបាទហើយទីពីរពាក្យមួយចំនួនដែលมันសូវជាល្អឬក៏និយាយពីនេះនោះហ្នឹងខ្ញុំគិតថាយើងគួរកុំបន្តព្រោះកាលណាយើងបន្តវាធ្វើឲ្យយើងបន្តទាំងខុសបើគេថាក្អែកមួយក៏បន្តវាខុសយូរទៅហើយចេះតែយល់ច្រឡំស្មានថាជនជាតិមួយហ្នឹងគឺឬក៏ជនជាតិដើមបន្តិចអញ្ចឹងបានដូចជាករណីជេរកូនចៅមានកន្លែងខ្លះធ្លាប់ឮប៉ុន្តែខ្ញុំខ្លួនឯងក៏ធ្លាប់ប្រាប់គាត់ដែរកុំជេរអញ្ចឹងព្រោះការជេរអញ្ចឹងវាមិនមែនតែប៉ះពាល់តកូនទេប៉ះពាល់ដល់អ្នកដទៃដែលគ្នាមិនដឹងអីជេរថាដងអាគួយអញ្ចឹងណាចឹងខ្ញុំគាត់ថាកុំជេរអញ្ចឹងព្រោះអាហ្នឹងដូចជាវាមិនល្អទេអញ្ចឹងគាត់ចាប់ផ្ដើមយល់គាត់ដូរដែរហើយក្រៅពីហ្នឹងដូចតាក់ទងជាមួយនឹងចឹងបានខ្ញុំថាដល់ពេលដែលខ្ញុំបានមករៀននេះខ្ញុំចង់បើកឱកាសឬក៏ផ្សព្វផ្សាយបន្តថាត្រូវស្វែងយល់គ្នាឲ្យច្បាស់កុំឲ្យមានការយល់ច្រឡំកាន់តែឆ្ងាយទៅឧទាហរណ៍ករណីជនជាតិអាមេរិកពេលដែលគាត់ចង់បានដីសមូហភាពហ្នឹងមិនមែនរបបសមូហភាពដែលខ្មែរក្រហមរៀបចំទេណាបាទសូមបងប្អូនប្រជាជនយល់ថាដីសមូហភាពនេះគឺយើងរស់នៅរួមយើងដូចតែបងប្អូនខ្មែរកណ្ដាលដែរទេខ្ញុំលើកឧទាហរណ៍ដូចជាពេលដែលយើងរស់នៅក្នុងភូមិមួយយើងមានស្រះទឹកមួយខ្ញុំឧទាហរណ៍ស្រះទឹកចុះស្រះទឹកហ្នឹងមិនមែនជាកម្មសិទ្ធិរបស់គ្រួសារណាមួយទេតែវាជាសម្បត្តិរួមរបស់អ្នកភូមិនៅក្នុងជុំវិញស្រះទឹកហ្នឹងបាទឬក៏ខ្ញុំស្រះសំពះតពាំងឬក៏អូស្ទឹងអញ្ចឹងចុះបាទអញ្ចឹងវាជាទឹកសម្បត្តិរួមនរណាក៏ប្រើបានដែរអញ្ចឹងណាប៉ុន្តែដើម្បីការពារតពាំងហ្នឹងកុំឲ្យថ្ងៃក្រោយមានអ្នកដែលគាត់អាចថាលោតជាងគេឬគាត់ខូចជាងគេខ្ញុំឧទាហរណ៍អីចុះគាត់មកគាត់អារបងតពាំងគាត់ថាហ្នឹងតពាំងគាត់ហើយគាត់ដល់ពេលអញ្ចឹងអ្នកភូមិហ្នឹងគាត់ទៀមទាត់បានគាត់ថាគាត់ហ្នឹងធ្លាប់ពីដូនពីតាយើងប្រើជាមួយគ្នាតើមិនបានមកទៅយកតែឯងអញ្ចឹងណាអញ្ចឹងដូចគ្នាជនជាតិដើមតិចការចង់បានដីសមូហភាពហ្នឹងគឺអញ្ចឹងយើងអត់ចង់ឲ្យមានអ្នកខាងក្រៅមកទៅដើមដីគាត់រាល់ពេលរាល់វេលាហើយឧទាហរណ៍បើធ្វើតែអញ្ចឹងគាត់រស់អត់បានស្រួលទេអញ្ចឹងវប្បធម៌ប្រពៃណីក៏គាត់មានបញ្ហាការរស់នៅចេះតែមានប្រកម្មរកុសហ្នឹងក៏ជារឿងដែលគាត់អត់ចង់មានដែរអញ្ចឹងបានការផ្ដល់ដីសមូហភាពឬក៏ផ្ដល់សិទ្ធិឲ្យគាត់ហ្នឹងគឺវាមានប្រយោជន៍អញ្ចឹងពីទីមួយវាការពារ
ឲ្យគាត់មានសុខដុមរមកម្មជាមួយនឹងរបៀបរបបរស់នៅរបស់គាត់ទីពីរវាការពីដូចខ្ញុំលើកមុនហ្នឹងគឺការពីកុំឲ្យមានដំណោះនៅថ្ងៃក្រោយបាទខ្ញុំលើកឧទាហរណ៍បើពេលដែលគាត់មានឧទាហរណ៍បើគេមានមរំលោភដីគាត់ហើយរដ្ឋឬក៏យើងអត់បានផ្ដល់សិទ្ធិរបស់គាត់ឬក៏អត់បានឲ្យគាត់ទេចឹងដល់ពេលគាត់ទៅមានរឿងគាត់ទៅរកតុលាការគាត់ទៅរកអ្នកកាត់ក្តីហើយភាគច្រើនគាត់ទៅរកគេសួរថាមានឯកសារបាទអញ្ចឹងដល់ពេលគាត់ថាអត់ទេកន្លែងហ្នឹងគឺមកភូមិហ្នឹងមកតំបន់ហ្នឹងគឺពីណាក៏ដឹងដែរពូនងហ្នឹងគឺនៅនឹងតំបន់ហ្នឹងមុននឹងអ្នកដតីមកតែដល់ពេលកាត់ក្តីទៅជាគាត់អត់ឈ្នះគេថាអត់គាត់អត់មានឯកសារអញ្ចឹងណាអញ្ចឹងនៅក្នុងនៃអភិរក្សអភិវឌ្ឍវាអយុត្តិធម៌បើសិនជាយើងធ្វើអញ្ចឹងដូចគ្នាខ្ញុំនិយាយមិញថានៅតំបន់ជនបងប្អូនខ្មែរកណ្ដាលបើសិនជាមានបឹងតាពាំងណាមួយត្រូវបានគេយកអញ្ចឹងហើយគាត់ថាគាត់យើងអត់ឲ្យសិទ្ធទៅថាពួកគាត់ត្រូវប្រើនៅប្រើអាស្រ័យផលជាមួយគ្នាហើយដល់ពេលគេមកយកយើងកាត់ក្តីឲ្យអ្នកដែលយកនឹងបានអញ្ចឹងយើងចូលរួមខុសបាទយើងអត់បានការពារប្រវត្តិសាវតាពិតប្រាកដរបស់ពួកគាត់បាទហើយបាទចំណុចចុងក្រោយហ្នឹងគឺចេះការផ្ដល់តម្លៃទទួលស្គាល់គាត់ហ្នឹងគឺវាមានលក្ខណៈពិសេសត្រង់ថាយើងអាចយល់ពីគ្នាហើយយើងអាចធ្វើការអភិវឌ្ឍទៅវាលឿនតែបើសិនជាយើងអត់បានឲ្យតម្លៃកន្លែងហ្នឹងវាកើតរឿងរហូតវាអត់ចេះចប់បាទដូចជាឧទាហរណ៍ខ្ញុំលើកឡើងមុនហ្នឹងទៅដល់ការអភិរក្សជីវៈចម្រុះហ្នឹងតាមពិតគាត់អត់លឹះលប់ទេសហគមន៍គាត់យ៉ាងច្រើនហើយគាត់បើតំបន់អភិរក្សយើងនៅកណ្ដាលពីចឹងពួកគាត់នៅជុំវិញណាយើងកាលណាជុំវិញដូចយើងគូរបងឲ្យការពារតំបន់អភិរក្សនេះបាទកាលណាយើងផ្ដោតដីហ្នឹងដីសម្បត្តិដីសមូហភាពគឺគាត់នឹងការពារអ្វីដែលគាត់មានហើយគាត់មិនឲ្យគេទៅត្រៀនអាដីដែលចូលទៅតំបន់អភិរក្សឃើញទេអញ្ចឹងយើងមើលមួយផ្នែកយើងថាយើងឲ្យដីទៅគាត់ការពិតអត់ទេយើងកំពុងតែគូរបងមួយតែរក្សាការពារអាដានជំរកសត្វព្រៃហ្នឹងឯងបាទអ្នកដតីក៏មិនមកយកពីគាត់ហើយគាត់ក៏ជួយការពារទាំងដីរបស់គាត់ក៏ជួយការពារទាំងដានជំរកសត្វព្រៃជាដើមណាមានប៉ុណ្ណឹងបងប្អូនបាទអរគុណច្រើនសុជាហើយកន្លែងឃ្លានេះយើងចាប់បានចំណុចមួយគឺទីមួយយើងយល់ពីគ្នាយើងស្ដាប់គ្នាហើយខ្ញុំជឿថារឿងនៃការអភិវឌ្ឍទាំងអស់នេះគឺវាតកតងជាមួយនឹងពេលវេលារឿងខ្លះវាអាចត្រូវការពេលវេលាខ្លះដើម្បីធ្វើរឿងនេះឲ្យបានជោគជ័យទាំងអស់គ្នាបាទសុជាយើងគិតត្រឡប់មកវិញតកតងជាមួយនឹងកន្លែងវិញថាសម្រាប់ការយកឃើញរបស់សុជាផ្ទាល់ខ្លួនតែម្ដងសុជាគិតថាតើវាមានសារៈសំខាន់កម្រិតណាក្នុងការប្រទេសកម្ពុជារបស់យើងហើយទទួលស្គាល់បាទវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចរបស់យើងជាមូលដ្ឋានគ្រឹះមួយសម្រាប់ជាតិសាសន៍យើងបាទអរគុណបងខ្ញុំគិតថាសំខាន់ណាស់បងព្រោះប្រទេសយើងអានេះខ្ញុំភាសាខ្ញុំអានឯកសារច្រើនដែរយើងភាគច្រើនយើងនិយាយបានតែរឿងវប្បធម៌នៅក្នុងសម័យក្រោយអង្គរទេឬក៏ក្នុងពេលក្រោយអង្គរទេសម័យមុនអង្គរបាទចំនួនតាំងពីចេនឡានគរភ្នំឬក៏ហ្វូណនឬក៏រហូតដល់នគរកុកធ្លុងគឺយើងអត់សូវមានទេបាទហើយក្រោយសម័យអង្គរនេះយើងក៏កាន់តែប្រឈមនឹងការបាត់បង់វប្បធម៌ជាតិអញ្ចឹងវាមានសារៈសំខាន់មែនទែនកាលណាការចងក្រងវប្បធម៌ការការពារវប្បធម៌រស់អានេះគេហៅវប្បធម៌រស់បាទវាមិនមែនគ្រាន់តែជាតាក់តាំងនៅលើគេហៅលើជញ្ជាំងប្រាសាទឬក៏ឯកសារទេប៉ុន្តែជាការពារវប្បធម៌រស់ខ្ញុំគិតថាសំខាន់មែនទែនដូចតែខ្ញុំឃើញដែរមួយរយៈចុងក្រោយនេះឃើញទំនោរខ្ញុំក៏អត់ទាន់បានស្វែងយល់ច្បាស់លាស់ឃើញគេផ្ដល់នេះគេផ្ដល់ដូចជាបានសរសើរឬក៏មេដាយអីទេឲ្យទៅដល់
ចាស់ទុំដែលជាអ្នកដែលរស់នៅដល់បច្ចុប្បន្នហ្នឹងដែលអាយុមិនតិចជាងពី60ឡើងរហូតដល់ជិត100ទេអ្នកខ្លះឃើញមានទាំងអ្នកសិល្បករទាំងចាស់វិទ្យាចារ្យផ្សេងៗហ្នឹងគេផ្ដល់អាហ្នឹងខ្ញុំគិតថាកន្លែងហ្នឹងក៏ជារឿងល្អដែរអញ្ចឹងការធ្វើបែបនេះគឺផ្សព្វផ្សាយអំពីការទីមួយគឺវប្បធម៌រស់ដ៏សម្បូរបែបរបស់យើងបាទជាប្រជាជាតិមួយបាទយើងធ្លាប់មាន100ជាងពូជនៅក្នុងខ្មែរម៉ូដហ្នឹងប៉ុន្តែឥឡូវមិនសល់តែ20ជាងទេនៅក្នុងនិយាយពីក្របខ័ណ្ឌប្រទេសកម្ពុជាយើងគឺមានតែ20ជាងទេបុកទាំង24 25បុកទាំងកម្ពុជាខ្មែរយើងបាទអញ្ចឹងយើងមានតែប៉ុណ្្នឹងឯងអញ្ចឹងបើយើងត្រូវតែរក្សានឹងវាជាសម្បត្តិដូនតារបស់យើងបាទបើយើងខិតខំអស់ហើយបើសិនជាវានៅតែបាត់ទេអាហ្នឹងយើងក៏មិនដឹងធ្វើម៉េចទេព្រោះអាហ្នឹងវាអាស្រ័យទៅពីការវិវត្តសង្គមអីយ៉ាងប៉ុន្តែយើងត្រូវចូលរួមពីព្រោះវាជាការផ្ដល់តម្លៃវាជាការគោរពដល់ពួកគាត់ដែរបាទហើយការធ្វើបែបនេះគឺជាការចូលរួមរបស់យើងជាមួយនឹងការរក្សានៅបំណងប្រាថ្នារបស់ដូនតារបស់យើងបុព្វបុរសខ្មែរយើងបុព្វបុរសកម្ពុជាយើងបាទបាទបាទអរគុណជាចំពោះចំណុចដែលលើកឡើងមកល្អហើយខ្ញុំជឿថាដូចជាលើកតាំងពីដំបូងអញ្ចឹងបាទជុំវិញហ្នឹងហើយវាមានសារៈសំខាន់ខ្លាំងបាទដែលនៅក្នុងប្រទេសកម្ពុជារបស់យើងទទួលស្គាល់វប្បធម៌បងប្អូនជនជាតិដើមភាគតិចរបស់យើងបាទអឺសុជាបើយើងក៏លេខមើលតកតងជាមួយនឹងកត្តាប្រឈមរបស់យើងសប្តាហ៍ជាពិសេសតកតងជាមួយនឹងបំរែបំរួលអាកាសធាតុជាពិសេសតកតងជាមួយនឹងការជួយធ្វើបែបនេះដើម្បីឲ្យធនធានធម្មជាតិរបស់យើងមាននិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងហើយដើម្បីអភិវឌ្ឍសង្គមផងដែរជុំវិញនេះសុជាគិតថាដើម្បីជ្រោមជ្រែងក៏ដូចជាជួយក្នុងការឲ្យមាននិរន្តរភាពទៅលើការប្រើប្រាស់ធនធានធម្មជាតិក៏ដូចជាធានាឲ្យបាននៅតុល្យភាពនៃអាកាសធាតុក៏ដូចជាប្រព័ន្ធវិវត្តអាសៀផ្សេងៗហ្នឹងសុជាគិតថាចំណេះដឹងរបស់បងប្អូនជនជាតិដើមតិចរបស់យើងជនជាតិដើមភាគតិចរបស់យើងអីខ្លះបានដែលសុជាគិតថាមានសារៈសំខាន់ដែលអាចចូលរួមជួយជាចំណែកក្នុងការធានាឲ្យបានរឿងបាទបងហ្នឹងហើយតកតងមួយសំណួរនេះពិបាកមែនទេប៉ុន្តែខ្ញុំគិតថាតាមអភិសាសក៏ដូចជាអាចថាជាការស្រាវជ្រាវដែលគេរកឃើញក៏ដូចជាទំនោរនៅពេលបច្ចុប្បន្ននេះបើសិនជាប្រទេសពិភពលោកយើងទាំងមូលនិយាយពិភពលោកទាំងមូលបើសិនជាកំណើនកម្ដៅភពផែនដីនិងសីតុណ្ហភាពភពផែនដីនឹងកើនឡើងរហូតជាប្រចាំអញ្ចឹងគឺវាមានផលប៉ះពាល់ច្រើនណាស់បាទទីមួយដូររបបទឹកភ្លៀងអាកាសធាតុលែងទៀងទាត់ភ្លៀងមិនដឹងជាពេលណាប្រាំងមិនដឹងពេលណាបាទវាកើតជាគ្រោះមហន្តរាយទឹកចំនួនអីឡើងជាដើមហ្នឹងបាទហើយកន្លែងហ្នឹងក៏ជនជាតិដើមភាគតិចក៏កំពុងប្រឈមដែរមែនទែនទៅលើការផ្លាស់ប្ដូរទាំងអស់ហ្នឹងប៉ុន្តែចំណេះដឹងដែលជនជាតិដើមភាគតិចមានដែលអាចចូលរួមបានគឺខ្ញុំគិតថាសំខាន់ជាងគេគឺរឿងចំណេះដឹងគេហៅ indigenous knowledge ចំណេះដឹងដែលយើងមានជាទៅតាមតំបន់ទៅតាមមូលដ្ឋានហ្នឹងគឺវាមានសារៈសំខាន់មែនទែនជាពិសេសទៅលើការអភិរក្សធនធានធម្មជាតិជីវៈចម្រុះហ្នឹងបាទខ្ញុំលើកឧទាហរណ៍សាមញ្ញមួយជនជាតិដើមភាគតិចពេលដែលគាត់ធ្វើចំការវិលជុំឬក៏គាត់អាចកាប់ព្រៃអស់ទេបាទគាត់ថាព្រៃហ្នឹងវាខ្ញុំលើកឧទាហរណ៍តែបំហិចតាអញ្ចឹងទៅណាបាទអញ្ចឹងគាត់កាប់គាត់កាប់ចោះគាត់ទុកជុំវិញគាត់កាប់ចោះកដាលហើយទុកជុំវិញហ្នឹងពីព្រោះជុំវិញហ្នឹងគឺជាអេកូឡូស៊ីដែលផ្ដល់ទីមួយកុំឲ្យកាសធាតុហ្នឹងវាក្តៅពេកវាធ្វើឲ្យការដាំដុះហ្នឹងវាអត់ដុះល្អទីពីរវាមានជីវៈចម្រុះដូចជាសត្វចាបសត្វអីផ្សេងហ្នឹងបាទពីព្រោះដល់ពេលដែលយើងចាបហ្នឹងគឺឧទាហរណ៍វាមានកដោបវាចង់ស៊ីស្រូវវាចាបហ្នឹងទៅស៊ីកដោបហ្នឹងវាអត់ទៅស៊ីនេះវាស៊ីស្រូវទាំងមូលទេពីព្រោះស្រូវនឹងកដោបហើយអាចកដោបវាឆ្ងាញ់ជាងវាទៅស៊ីហ្នឹងបាទហើយមួយទៀតកណ្ដាទុកព្រៃបែបហ្នឹងចលែន
cho nên nó cứ về cái bị ai bảo viên nó cứ chia tầm đó đây thằng nó cứ vì bảo cái chia bảo quản chạy lại ecosystem mỗi đại đại vì chui khi tụi mình làm chứ mà hay nó về đây nâng cực thay vì phổ thông này làm sâu làm ấy đó nó về vì nó ở triệt trong nhập về là mỗi chi tôi tới được trong bảo bị sọt và dưới khi nhập bay được làm năm để tạm điểm bạc ở đây nè việc đây nó cứ về cái nhưng cái cặp riêng mà khám mục đích hay cái tục lại để cái hai chỉ cả chắc nó bị đọc dần và chả đọc dần đang hay là chỉ viên nơi miền là việc hay anh ấy cho làm cặp mình tại cái cặp đôi tụng ở này và dân cái thứ đôi khi này cái đám sợi đám một tí đám phụ đám sợi đại đám đấy hay cái tục như dân tiệt chẳng sẵn năng về màu về trai kia tụi mình màu chẳng không từng ai của pra mà đi của pra hay bị tê tụi mình tụi màu hay cái lại ní đại khiêm khơi nhờ sông tô của nạp đô ghi khiêm khơi mong ôn là từ thay mấy á quạt quạt thời chưa rồi cái cloud cặp bánh cặp tích tầm đó và thật đây con mình hạch ta cặp hạch ta cháu thằng cả thu bản này cứ nâng thu ở bắc vào đào vào quan ecology này không làm ăn này thì bây giờ khơi nhạc lá quạt lên do excavator nó từ cả cài trong đây á cài trong đây thầm đây còn hạch tá còn cài chung với những hạch ta tầm đó thời trăm thành là món nó món đúng tập liên cứ bị trọ dân viên là bắt đây là bỏ bong phôn và hay trong trong top xung tôi miền là Facebook kem xe cô tại bởi dương trong công khai trả việc đây nữa á dương đam tập cô để ban hai cô viên mình tana tê và tất cả những công chẳng á đi mua ở bạn đấy thì pi passport đào thì sự biết thì bây ai chạy thông cho mùi năng sạch cô được còn nước đa chlong cắt lẹ slap ấyจะ đam như vậy và chẳng là năng những cái thà cô tại miền cả lọc đầu đã hay chúng chỉ làm tích vô thà cả anh bọn nắng cứ dừng nơi thẩm biến hay dừng ở bọc bằng trào lại của vô vì gì chúng này đằng đòi du lông mà hẳn ấy nên là thiệt chẳng cái này hay biết là dừng cả kim lợi thôi cái biết là dừng thay được xa chỉ vậy chừng rồi và làm bất chúng chỉ làm tích bớt là trăm tại đồng bọn đang chừng rồi sắp rỉ bớt là dừng còn là đôi dừng lọt miền bị du mà hai á và tìm muốn là bật ta mà phục xem rồi gọi chúng ta cái một bẹp thà đâu gửi nắng xong thật sắt pra sắt chlu với nơi một tia mà vì mơ dương mơ phía mà dương chẳng mình thấy quạt bỏ banh cái nói quạt bảo mô pha đó quạt mình chơi tập bảo mô này quạt miền buồn mà quạt miền là sạt na này quạt cua tới bỏ banh sạt na quạt tục sạt na quạt ấy chẳng hạn ấy pressure cái nói về đây quạt tập cặp thứ thứ đẹp thứ ấy nữa quạt ở trên tập cặp tập biệt quạt đằng là chơi na vô màu thứ đẹp thứ chơi na thứ té chơi na thứ ấy cứ miền đôi chẳng chẳng hạn là chỉ có buồn các bạn bỏ phụ khoản hay trong cân hà lại ní chỉ là đằng ní chỉ biết sẽ nè là vừa cái cao đường về đường vì bọn thường thấy dưa là nằng thường thấy sai dưa là com do cầm đất của dương tự đạn quá đó phụ cầm đất của dương mình có ra cái thể dương apply thôi dương apply là bọn cái đá dương thay do nó mà apply là xong nắng apply cái thể về bắt còn ấy vì admin là lập hiệp thì dương tự từ nơi chết mũi quất hay xoay dưa là thằng ngọc này và chẳng hai ban là kim đô thôi nơi cô máy covid Việt Nam tích bật thu bay thả hoặc là vì Covid men vẫn đã dừng ọt đo hà hồ về vòng của dương nơi miền Tây miền thuần tiết đại dương ai từ đọ hột bàn hay từ chỗ bàn bàn nè nằm quanh là về đây lockdown á cứ nè stress có hay ở thuần thiên ấy của bạn rồi hộp này cho để chúng làm tích cứ ở để chắc bạn khơi phun mà chẳng nuốt quạt bật phun quạt hay mọi chỗ lắm thế nhé anh đang hay cứ chia cả cái hàng ràoភាពcủa quạt và hay chẳng mà này thàสำหรับអ្នកសិក្សាស្រាវជ្រាវក៏ដោយគ្មានចំនួនក្រោយគួរតែស្វែងយល់កន្លែងហ្នឹងកុំយកកំណត់អភិវឌ្ឍដែលយើងគិតថាតាមបញ្ជ្រុងយើងត្រូវមើលទៅលើ diversity នៃ idea ដើម្បីមកអភិវឌ្ឍឲ្យមានភាពចម្រុះពីព្រោះតំបន់ខាងតំបន់ខាងឦសានតំបន់ខាងគ្នេ
ឬក៏និយាយដីហ្នឹងពីយកហ្នឹងគឺអាចខុសពីតំបន់កណ្ដាលប៉ុន្តែទាំងបើយើងយល់ពីទាំងអស់ហ្នឹងយើងនឹងរៀបចំផែនការជួយទីមួយកាត់បន្ថយបរិមាណអាកាសធាតុជំនួសឧទាហរណ៍ដូចករណីទឹកពេលភ្លៀងម្ដងណាទឹកវាហូរចូលដៃទន្លេហើយបើសិនជាអស់ព្រៃទាំងអស់ហ្នឹងណាគឺវាប៉ះពាល់ទៅដល់ទីមួយទឹកនឹងហូរខ្លាំងហើយបុកទៅដល់ទន្លេស្រែពកខាងពីខ្ញុំទន្លេស្រែពកពីទន្លេស្រែពកទៅទន្លេមេគង្គបុកទៅដល់ទន្លេសាបអញ្ចឹងទាំងអស់ហ្នឹងគឺនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកនៅភូមិភាគកណ្ដាលអញ្ចឹងមិនន័យថាយើងត្រូវតែធានានិរន្តរភាពហ្នឹងយើងទទួលស្គាល់របៀបរបបដែលពួកគាត់ធ្វើហ្នឹងគឺមានជួយបាទជួយទៅលើការកាត់បន្ថយជីវៈចម្រុះសំទុះប៉ះពាល់បំរែបំរួលអាកាសធាតុអីបាទហ្នឹងហើយបងហើយមួយទៀតការទទួលស្គាល់វប្បធម៌ចម្រុះនេះគឺសំខាន់បាទយើងនិយាយថាដូចសាមញ្ញដូចនៅប្រទេសចិនអញ្ចឹងចិនមិនមែនចិនមិនមែនមានតែចិនហានមួយមុខទេគាត់មានចិនជាច្រើនដែលចិនកតាំងចិនអីទាំងអស់ហ្នឹងហើយគាត់ទទួលស្គាល់គ្នាតែមកភូមិភាគនេះគេទទួលស្គាល់ភូមិភាគហ្នឹងគេស្គាល់ភូមិភាគនេះអញ្ចឹងការទទួលស្គាល់ហ្នឹងវាធ្វើឲ្យគេរៀបផែនការអភិវឌ្ឍអីហ្នឹងគឺវាជួយច្រើនវាបានវាបញ្ចូលនៅសមាសធាតុបញ្ចូលនៅគំនិតរបស់អ្នកនៅតាមភូមិភាគផ្សេងៗហ្នឹងដើម្បីគាត់អាចចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសជាតិយើងរួមគ្នាអញ្ចឹងណាអរគុណបងអរគុណសុជាខ្ញុំឃើញថាមានវិធីល្អច្រើនហើយសម្រាប់ខ្ញុំរៀនពីនឹងបានច្រើនដែរជាពិសេសតកតងជាមួយនឹងតើធ្វើបែបម៉េចដើម្បីយើងអាចរក្សានៅទុនធានធម្មជាតិរបស់យើងនឹងឲ្យមាននិរន្តរភាពបាទយូរអង្វែងបានហើយខ្ញុំជឿថាចំណុចនេះជួយច្រើនចំពោះអ្នកដែលរៀបផែនការក៏ដូចជាបើសិនជាបងប្អូនអ្នកចំណូលថ្មីបាទទៅនៅតំបន់កន្លែងមួយដែលមានបងប្អូនជនជាតិដើមភាគតិចអីទាំងអស់ហ្នឹងខ្ញុំគិតថានេះជាគំនិតដែលល្អហើយចំណុចដឹងដែលល្អដែលបងប្អូនរបស់យើងទីភ្នំពេញពីបណ្ដាខេត្តផ្សេងៗដែលគាត់ទៅតែផ្លាស់ប្ដូរទីលំនៅទៅនៅទីនោះឬមួយក៏យ៉ាងម៉េចអញ្ចឹងគាត់អាចស្វែងយល់បន្ថែមហើយធ្វើការជាមួយនឹងបងប្អូនជនជាតិដើមភាគតិចរបស់យើងដើម្បីគិតគូរពិចារណាទៅកន្លែងចំណុចទាំងអស់នេះដែលជាបានលើកឡើងហើយដូចជាលើកឡើងនេះថាវាមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់ជាតិសាសន៍មួយមិនអាចមានតែជាតិសាសន៍មួយអញ្ចឹងកើតឡើងទេធម្មតាប្រទេសមួយគឺមានការរស់នៅបែបចម្រុះពីជុំវិញនឹងអញ្ចឹងខ្ញុំជឿថាកាលណាយើងឲ្យតម្លៃគ្នាទៅវិញទៅមកនៅក្នុងជាតិសាសន៍របស់យើងតែមួយខ្ញុំជឿថាយើងអាចរស់នៅសុខដុមរមនាជាមួយគ្នាហើយគោរពគ្នាទៅវិញទៅមកបានពីជុំវិញសុជាឥឡូវនេះយើងបានមកឈានមកដល់ចំណុចចុងក្រោយយើងជិតបញ្ចប់មិនបញ្ចប់ទេមុននឹងយើងបញ្ចប់យើងចង់បានមតិយោបល់ខ្លះពីសុជាក៏ដូចជាដំបូងមានឬក៏ជាយោបល់ខ្លះពីសុជាសុជាមានដំបូងមានឬមួយក៏មតិយោបល់អីខ្លះដែរដើម្បីជួយទៅកាន់ទស្សនិកជនរបស់យើងដែលជាពិសេសបងប្អូនជនជាតិដើមភាគតិចរបស់យើងក្មេងៗចំនួនក្រោយមិនចំនួនក្រោយទេបាទក្មេងចាស់ក៏ប៉ុនខ្ញុំក៏ដោយប៉ុនសុជាក៏ដោយដំបូងមានក៏ជាមតិយោបល់ខ្លះក្នុងការលើកទឹកចិត្តបងប្អូនរបស់យើងបើសិនជាពួកគាត់មានបំណងក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ជាពិសេសកម្មវិធីអាហារូបករណ៍អូស្ត្រាលីនេះតែម្ដងតើសុជាមានមតិយោបល់ដូចជាមានដំបូងមានបែបណាដែរសម្រាប់បងប្អូនរបស់យើងដែលគាត់មានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍អូស្ត្រាលីហើយមានបំណងក្នុងការទៅប្រទេសអូស្ត្រាលីក្រេបយកចំណេះដឹងចំណេះជំនាញបទពិសោធន៍ហ្នឹងត្រឡប់មកក្នុងការជួយអភិវឌ្ឍប្រទេសរបស់យើងបាទអរគុណច្រើនបងទីមួយប្រហែលខ្ញុំគិតថាសម្រាប់មិនមែនជាទូនមនមានទេប្រហែលជាអាចជាគាត់ជាការយល់ឃើញឬក៏ជាការចែករំលែកទៅលើបទពិសោធន៍ហ្នឹងហើយខ្ញុំក៏ចង់ឲ្យជាពិសេសបងប្អូនឬក៏ក្មួយអាចកូនដែលគាត់គិតថាចង់បានរៀនឲ្យបានរៀននៅខាងក្រៅប្រទេសស្វែងយល់ពីប្រទេសគេផងហើយក្រេបយកចំណេះដឹងក៏ដូចជាបទពិសោធន៍នៅប្រទេសគេទៅចូលរួមអភិវឌ្ឍប្រទេសយើងខ្ញុំគិតថា
គួរតែព្យាយាមសាកល្បងអាហារូបករណ៍ដែលមានពីក្រៅប្រទេសដូចជាពិសេសដូចជាអាហារូបករណ៍អូស្ត្រាលីនេះជាអាហារូបករណ៍ដែលល្អហើយផ្ដល់តម្លៃទៅដល់អ្នកដែលបានជាប់ហើយអាចត្រឡប់ទៅវិញជួយឲ្យវត្តប្រទេសជាតិយើងអញ្ចឹងក្នុងលើនេះមានន័យថាបើនិយាយពីបញ្ញវន្តឬក៏អ្នកខ្ញុំនិយាយដល់ like សិនចុះទៅតយុវជនពិតិចយើងក្មេងៗយុវជនយើងគឺមិនសូវមានអ្នកដែលបានរៀនបានខ្ពង់ខ្ពស់បានច្រើនទេតែពិតពួកគាត់មានសមត្ថភាពមានភាពក្លាហានគាត់មានភាពវៃឆ្លាតដែរបាទតែគាត់ឱកាសគាត់អត់សូវមានទេបាទតែពួកមានឱកាសខ្ញុំលើកឧទាហរណ៍ដូចជំនាន់ឲ្យពួកខ្ញុំរៀនដូចជាមិនពួកគាត់រៀនល្អមែនទែនសិតតែបានចំណាត់ថ្នាក់ល្អហើយគ្រូក៏សរសើរពីអេរិយាបថពីសរសើរពីការខិតខំប្រឹងប្រែងរបស់គាត់អញ្ចឹងជំនឿតាមយុវជនយើងជំនឿតាមប្រទេសយើងគឺប្រាំងលើនឹងឲ្យតែប្រាំងត្រឹមត្រូវបែបហ្នឹងគឺខ្ញុំគិតថាអត់ខ្វះឱកាសទេឱកាសដែលជួយបន្តពង្រឹងសមត្ថភាពបទពិសោធន៍ចំណេះដឹងរបស់យើងនឹងបន្តទៀតបាទតែកុំភ្លេចរៀនភាសាអង់គ្លេសបាទដោយសារតែភាសាអង់គ្លេសនេះជាភាសាយានដោយសារតែខ្ញុំគិតថាមិនមែនតែមហាវិទ្យាល័យអូស្ត្រាលីទេគឺមហាវិទ្យាល័យផ្សេងទៀតអង់គ្លេសបារាំងឬក៏បើសិនយើងអាចរៀនបានពី3ភាសាទៀតកាន់តែល្អប៉ុន្តែបើសិនតែទៅមិនរួចទេយើងងល់តែអង់គ្លេសនឹងឲ្យច្បាស់មួយមកវាជួយយើងហើយរៀនបច្ចុប្បន្ននេះវាមានឱកាសច្រើនយើងអាចរៀនខ្លួនឯងបន្ថែមរៀនទៅខាងក្រៅសួររៀនច្បងអីផ្សេងមើល YouTube អីក៏អាចជួយយើងច្រើនដែរបាទអញ្ចឹងអាចរៀនមិនបាច់ប្រឹងហួសហេតុពេកទេប៉ុន្តែរៀនដោយភាពឆ្លាតវៃន័យថាយើងរៀនផងតំណែងក្នុងប្រើប្រាស់វាផងធ្វើការផងបាទយើងមិនអាចរៀនតែមួយមុខដើម្បីរស់ទេប៉ុន្តែយើងរៀនផងយើងធ្វើការផងដើម្បីជួយខ្លួនឯងបាទកន្លែងហ្នឹងមួយដែលខ្ញុំគិតថាព្រោះឆ្លងពីបទពិសោធន៍ពីជំនាន់មុនរហូតដល់ពេលនេះជនជាតិដើមភាគតិចដែលចូលរួមនៅក្នុងវិស័យអភិវឌ្ឍប្រទេសជាតិយើងនៅតិចតួចមែនទែនបាទយើងឃើញភាគច្រើនជនជាតិដើមភាគតិចបានចូលរួមតែក្នុងវិស័យការពារជាតិវិស័យកម្លាំងប្រដាប់អាវុធមានទាហានប៉ូលីសអីជាដើមប៉ុន្តែឬក៏ពីរៀមគេហៅនេះវីរបុរសមួយចំនួនដូចជាក្នុងពេលសម័យតស៊ូដូចសម័យក្រោយសម័យខ្មែរក្រហមអីហ្នឹងយើងមានតាមរយៈតែធ្វើសង្គ្រាមធ្វើអីបានដូចជាឯកឧត្តមប៊ូថងឯកឧត្តមប៊ូឡាំឯកឧត្តមយ៉ារ៉ាំងឆាន់ឯកឧត្តមប៊ុយកើកនេះហើយនឹងឯកឧត្តមមួយចំនួនទៀតដែលដូចជាណយស្រោនអីគឺសិតតែចូលរួមក្នុងចលនាតស៊ូរបស់ជាតិយើងទេប៉ុន្តែសម្រាប់ចូលរួមនៅក្នុងដូចជាបញ្ញវន្តអីនេះគឺនៅមានកម្រិតតិចតួចមែនតើអញ្ចឹងខ្ញុំគិតថាអាចជាចង់បញ្ជាក់ទៅដល់គួយបងប្អូនដែរគាត់នេះហ្នឹងពេលរៀនហើយទៅជួយអភិវឌ្ឍប្រទេសជាតិយើងបាទហើយមួយទៀតសម្រាប់និរដ្ឋាភិបាលឬក៏នេះហ្នឹងក៏គួរតែផ្ដល់ឱកាសឲ្យបានច្រើនដល់ពួកគាត់ដែរដើម្បីឲ្យពួកគាត់មានឱកាសចូលរួមបាទតែកុំមិនណាផ្ដល់ឱកាសទាំងគាត់អត់ចេះអ្នកមើលអ្នកចេះអ្នកអីទៅយើងអាចផ្ដល់ឱកាសទៅវាជួយបានច្រើនយុទ្ធសាស្ត្រចូលរួមពិតប្រាកដហើយទី2ខ្ញុំគិតថាយើងគួរតែជំនាន់ថ្មីនេះក្នុងសម័យសន្តិភាពនេះយើងអាចចូលរួមជួយចូលរួមដល់មតិយោបល់ចំណេះដឹងរបស់យើងចូលក្នុងការអភិវឌ្ឍប្រទេសយើងព្រោះបើយើងចិញ្ចឹមបន្តិចបើសិនជាយើងមិនបានចូលរួមឲ្យយោបល់បានផ្ដល់គំនិតមិនបានចូលរួមបច្ចិតអញ្ចឹងការរៀបចំផែនការអភិវឌ្ឍជាតិការរៀបចំផែនការអភិវឌ្ឍផ្សេងនេះជួនកាលអាចធ្វើអត់សូវចំមកយើងទេអញ្ចឹងបើយើងមានឱកាសចូលរួមក្នុងយន្តការជាតិទាំងអស់ហ្នឹងគឺយើងនិយាយទៅចំយើងនិយាយទៅព្រោះយើងជាអ្នកហ្នឹងយើងដឹងថាយើងធ្វើមិនឲ្យវាត្រូវយើងធ្វើមិនឲ្យវាអាចប៉ះពាល់អញ្ចឹងណាបាទអញ្ចឹងខ្ញុំគិតថាកន្លែងហ្នឹងយើងព្រោះចុងក្រោយបំផុតនៃការរៀនសូត្ររបស់យើងគឺទៅចូលរួមកសាងជាតិហ្នឹងឯងបាទយើងអាចអភិវឌ្ឍប្រទេសជាតិយើងឲ្យត្រូវបាទឲ្យត្រូវតាមលំនាំរបស់យើងលំនាំរបស់កម្ពុជាយើងលំនាំរបស់ខ្មែរយើងអញ្ចឹងណាបាទលំនាំរបស់ជាតិតាមប្រទេសយើងមិនមែនទៅបែបអឺរ៉ុបទាំងស្រុងក៏មិនមែន
bậc Ả Rập nó cứ dừng vô anh đây lo tại bởi mình lo vẫn cùng chết đi vô mà vẫn kịch vì những từ từ miền tây giải phép lại mà chẳng trong trong chọn showroom nó cứ lại nặng bọn bên này thay những thì mỗi bằng riêng đòi chỉ liệu ấy thì bí chui vọt để dựng chui vọt xã cùng dựng hay chui khi mình cho nó cài vào tàu tiệt tam đã thì từ bạn ở con một បាទអរគុណខ្លាំងមែនទែនសាជានេះគឺជាមតិចូលរួមដែលល្អសម្រាប់បងប្អូនទស្សនិកជនរបស់យើងដែលមានបំណងក្នុងការដាក់ពាក្យសន្សំអាហារូបករណ៍នៅក្នុងមុខអញ្ចឹងអ្វីដែលសំខាន់កុំភ្លេចរៀនហើយរៀនដោយមានភាពឆ្លាតវៃត្រៀមទៅលើភាសាអង់គ្លេសហើយអ្វីដែលសំខាន់មួយទៀតខាងបាននោះគឺព្យាយាមប្រមូលបទពិសោធន៍ធ្វើការអ្វីដែលសំខាន់ហ្នឹងបើមានបំណងក្នុងការភាសាសំអាហារូបករណ៍នៅខាងមុខពីជំនួយនឹងហើយអឺក្នុងការជជែកគ្នារបស់យើងនៅក្នុង podcast ទី5នេះខ្ញុំជឿថាទស្សនិកជនហើយក៏ដូចខ្ញុំដែរយើងបានរៀនច្រើនអំពីដំណើរជីវិតក៏ដូចជាដំណើរនៃការអប់រំរបស់សាជាហើយក៏ស្វែងយល់អំពីអ្វីដែលខ្ញុំពុំបានដឹងពីមុនមកបាទអំពីវប្បធម៌របស់បងប្អូនជនជាតិខាងភាគតិចរបស់យើងហើយនេះគឺជាពន្លឺមួយដែលសម្រាប់ជួយទស្សនិកជនក៏ដូចជាបងប្អូនដែលជាអ្នកស្រាវជ្រាវបើស្អីយើងចង់តការស្រាវជ្រាវបន្តទៀតជាមួយអីផ្សេងទៀតយើងអាចសិក្សាបន្ថែមបន្តទៀតបានឬមួយក៏យើងអាចreach out បាទទៅកាន់សាជាបាទដើម្បីសួរនាំបន្ថែមមួយទៅអីផ្សេងពីជំនួយនេះសាជាអរគុណខ្លាំងមែនទែនសម្រាប់ពេលវេលាដ៏មានតម្លៃរបស់សាជាក្នុងការចូលរួមជាមួយនឹងវីដេអូ podcast របស់អាហារូបករណ៍អូស្ត្រាលីសាជាមានអ្វីមតិប្រាថ្នាចុងក្រោយមុននឹងយើងបញ្ចប់តែវិញបាទបាទមានអីទៅបងមានលើកតែ10អរគុណដល់កម្មវិធី podcast ហើយជាពិសេសបងរស្មីបាទតែជួយគ្រប់គ្រងហើយកន្លងមកដែរហើយគឺថាបងក៏ចិត្តទៅរកកន្លែងថ្មីប៉ុន្តែខ្ញុំគិតថាតំណែងនៅតែមានទេយើងសង្ឃឹមថាបងទៅក៏ល្អហើយអាចមកជួយបន្តទៀតតាមអ្វីដែលមកអាចជួយទៅបានហើយសម្រាប់ខ្ញុំជាឱកាសនេះសូមអរគុណដល់កម្មវិធីអាហារូបករណ៍អូស្ត្រាលីជាពិសេសរដ្ឋាភិបាលអូស្ត្រាលីដែលបានឱកាសតែប្រឹងដែរបានឱកាសហ្នឹងអាហារូបករណ៍ឲ្យអាចមករៀននៅប្រទេសអូស្ត្រាលីនេះហើយក៏បាទការរៀននៅអូស្ត្រាលីល្អត្រង់ថាខ្ញុំអាចមានឱកាសអាចយកគ្រួសារប្រពន្ធកូនមកនៅជាមួយគ្នាក្នុងពេលរៀនអញ្ចឹងខ្ញុំមិនសូវមានបញ្ហាប៉ះពាល់នៅអារម្មណ៍ថានៅកូននៅប្រពន្ធទេគាត់ថាមានយើងមានបន្ទុកធ្ងន់បន្ថែមទៀតទៅលើរៀនផងរលុយផងប៉ុន្តែសំខាន់វាជាបទពិសោធន៍ថ្មីសម្រាប់យើងអញ្ចឹងសូមអរគុណហើយសង្ឃឹមថាបើសិនទស្សនិកជនឬក៏អ្នកស្ដាប់ក៏ដោយបើខុសឆ្គងអីមួយចំនួនអីសូមអធិស្ឋានបើសិនជានិយាយលឺលួអីសូមអធិស្ឋានផងណាព្រោះវាជាទស្សនៈជាការមើលឃើញហើយក៏ជាតាមអ្វីដែលយើងខ្ញុំអានហើយស្រាវជ្រាវអញ្ចឹងតែបើសិនជាចង់មានការពិភាក្សាឬក៏ស្វែងយល់បន្តទៀតខ្ញុំបើកចំហហើយយើងក៏ចង់ស្វែងយល់ជាមួយគ្នាអញ្ចឹងបាទសូមអរគុណបងខ្ញុំលាគ្នាបាទអរគុណសាជាហើយចុងក្រោយអរគុណទស្សនិកជនដូចគ្នាដែរដែលចំណាយពេលវេលាក្នុងការស្ដាប់នៅវីដេអូ podcast របស់យើងចាប់តាំងពីដើមរហូតដល់ទីបញ្ចប់អញ្ចឹងខ្ញុំសូមខន្តីអភ័យទោសផងដែរបើសិនជាការប្រើពាក្យសម្ដីណាមួយលើសលួសដោយអចេតនាឬមួយក៏កម្មវិធីរបស់យើងបានប្រើពាក្យជាភាសាខ្មែរហើយនិងភាសាអង់គ្លេសក្នុងពេលតែមួយចឹងសូមខន្តីអភ័យទោសដូចគ្នាហើយលើកទឹកចិត្តទស្សនិកជនទាំងអស់គ្នាផងដែរថាបើសិនជាទស្សនិកជនទាំងអស់គ្នាចាប់អារម្មណ៍នៅវីដេអូ podcast របស់យើងលើកក្រោយទៀតសូមបន្តតាមស្ដាប់តាមរយៈវីដេអូ podcast របស់យើងជាបន្តបន្ទាប់ទៀតហើយយើងនឹង
ពំនាំនៅវិធានបទថ្មីថ្មីជាច្រើនផ្សេងទៀតជាពិសេសសម្រាប់បងប្អូនដែលមានបំណងក្នុងការពិស្វកម្មរូបករណ៍អូស្ត្រាលីដើម្បីទៅរៀននៅប្រទេសអូស្ត្រាលីផងដែរបាទខ្ញុំឈ្មោះរស្មីសូមខន្តីអភ័យទោសហើយសូមជម្រាបលាដល់អ្នកទីបាទជម្រាបលាសុជីវិតសុខសប្បាយ បាទមានលេបងអរគុណលាបាទ